សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី My Talent កម្មវិធី My Talent គឺរៀបចំឡើងដោយហាង My Cam អញ្ចឹងក្នុងអេពីសូតទី1នេះយើងបានអញ្ជើញបងម្នាក់ដែលជាអ្នកផលិតមាតិកាហ្នឹងហើយក្នុងគោលបំណងខ្ញុំដែរគឺជានឹងព្យាយាមជីកកកាយនៅសំណួរដើម្បីឲ្យបងប្អូនអាចរៀនបានពីរបៀបផលិតពីដំណាក់កាលនីមួយៗជាដើមអញ្ចឹងវាមិនដឹងថាជាបែបណាក៏ប៉ុន្តែខ្ញុំនឹងព្យាយាមក្នុងការសួរគាត់អូខេអញ្ចឹងស្វាគមន៍បងមកកាន់កម្មវិធីអូខេអញ្ចឹងជំរាបសួរបងជួយណែនាំខ្លួនបន្តិចទៅឲ្យបានបងប្អូនយើងកាន់តែស្គាល់បន្ថែមអញ្ចឹងណាបាទជាដំបូងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះមានកិត្តិយសមែនតើដែលជើញខ្ញុំចូលរួមនៅក្នុងកម្មវិធី My Talent លើមិញដូចជារៀបចំដោយ My Cam ណាបាទបងបាទខ្ញុំឈ្មោះមករាហើយខ្ញុំជា content creator មួយដែរដែលយើងផលិតមាតិកាទៅលើផ្នែកបច្ចេកវិទ្យាជាមួយនឹងការច្នៃបង្កើតអីថ្មីនៅក្នុងស្រុកហើយនិងក្រៅស្រុកហើយបច្ចុប្បន្នខ្ញុំក៏ជា digital marketer មួយដែរដែលយើងធ្វើ marketing ឲ្យក្រុមហ៊ុនឯកជនមួយកន្លែងនៅភ្នំពេញអូខេបងដូចជាជំនាញtech ហើយជាមួយនឹង digital marketing ចុះមានជំនាញផ្សេងទេដែលបងមានសម្រាប់ពេលបច្ចុប្បន្នហ្នឹងយើងរៀនដែរយើងរៀនតាក់ទងជាមួយនឹងអាចជំនាញអីដើម្បីយកទៅ support ការងារ content របស់យើងដូចខ្ញុំទៅរៀនតាក់ទងជាមួយនឹងការទៅសេភាពយន្តខ្នាតខ្លីទៅរៀនជាមួយនឹងការ set up production អីផ្សេងៗអញ្ចឹងណាបាទព្រោះថារៀនទាំងអស់ហ្នឹងដើម្បីយកមក support ការងារទេអូខេបងចុះបងដើរក្នុងវិស័យ content creator ហ្នឹងប្រហែលឆ្នាំហើយបងបើគិតមកដល់ពេលឥឡូវហ្នឹងការធ្វើវីដេអូវាចូលទៅ3ឆ្នាំជាងហើយប៉ុន្តែការដើមឡើយហ្នឹងខ្ញុំជា content writer ទេបើយើងនិយាយចំទៅអ្នកអសេតបនណាហ្នឹងហើយក៏យើងអភិវឌ្ឍខ្លួនបន្តិចដងមកក៏ខ្លាយទៅជា content creator មួយដែរតែពេលហ្នឹងវាជំរុញមិនបានវិវត្តទៅជា content creator វាត្រូវតែមានកត្តាត្រូវហ្នឹងហើយបើដំណើរដើមតងហ្នឹងដំបូងឡើយយើងគ្រាន់តែជា content writer ទៅសេអត្ថបទទេប៉ុន្តែហើយនៅកន្លែងចាស់ហ្នឹងក៏មានការជំរុញក៏ដូចជាគេបើកឱកាសថ្មីឲ្យយើងអាចធ្វើវីដេអូបានដែរអញ្ចឹងណាក៏យើងទៅសេអត្ថបទផងយើងធ្វើវីដេអូផងតែមួយថ្ងៃធ្វើវីដេអូតែមួយឯងហើយក៏ចាប់ដើមមានថ្នាក់នៅក្នុងការធ្វើវីដេអូនឹងមកក៏យើងចាប់ដើមដកខ្លួនពីការសេអត្ថបទយើងចូលមកធ្វើវីដេអូយកមកហើយក៏យើងឆ្លៀតពេលបន្ទាប់ពីការងាររបស់យើង8ម៉ោងហ្នឹងឆ្លៀតធ្វើ page ខ្លួនឯងធ្វើ page ជាមួយនឹង TikTok ធ្វើតាមវាជំនាន់ដែល TikTok ផ្ទុះដំបូងហើយបន្ទាប់មកក៏យើងធ្វើពីហ្នឹងមកគិតថាអូអានេះវាជាជំនាញមួយថ្មីហើយវាជួយ build branding របស់យើងដែរមើលទៅទោះថាវាដំបូងឡើយវាអត់ទាន់មានចំណូលក៏ប៉ុន្តែនៅពេលដែលយើងទៅខាងក្រៅយើងអាចថាឃើញ content នេះរៀងតំណងយើងក៏ថតផ្សព្វផ្សាយដាក់ក្នុង page របស់យើងអ្នកផ្សេងគាត់បានដឹងដែរមិនត្រឹមនៅពេញទេដឹងដល់តាមខែទៀតបាទចុះពីដើមឡើយហេតុអីបានបងដឹងថាបងចូលចិត្តខាងហ្នឹងមែនតើទៅយើងរៀនពីដើមឡើយអាចនិយាយបានថាជំនាញខ្ញុំទាំងពីរ digital marketing ជាមួយនឹង content creator នេះអាចថាតាំងពីដំបូងវាយើងអត់ដែលដឹងសោះហ្មងយើងអត់ដឹងថាស្អីគេ content creator យើងអត់ទាំងស្គាល់ថា content creator វាជាអីផងហ្នឹងហើយសូម្បីតែជំនាញ digital marketing ហ្នឹងនៅក្នុងស្រុកយើងដើមឡើយក៏អត់មានដែរគេស្គាល់តែជំនាញ sale ហ្នឹងមែនអត់ហើយបើនិយាយជំនាញ content creator ឥឡូវយើងអាចនិយាយបានថាជំនាញ content creator ដោយសារតែនៅក្នុងស្រុកយើងគេមានបរិញ្ញាដែរហ្នឹងហើយពីដើមឡើយគេស្គាល់ជំនាញមួយហ្នឹងជាអ្នកសារព័ត៌មានយើងមើលគេនិយាយទៅតាមពវិទ្យុនិយាយទៅតាមទូរទស្សន៍ក៏អីគេផ្សព្វផ្សាយ live ព័ត៌មានអីចឹងទៅប៉ុន្តែដល់ពេលក្រោយមកក៏វិវត្តខ្លាយទៅជា content creator មានតាម company ក៏ដូចជាcontent creator ឯករាជ្យខ្លួនឯងចឹងណាបាទចុះបងអាចជួយបញ្យល់បន្តិចបានទេតើតើជាមួយនឹងជំនាញពីរហ្នឹងមានសារៈសំខាន់មួយចំពោះ business Yes ពីហ្នឹងសួរថាបែងចែកដាច់ពីគ្នាវាដាច់ពីគ្នាអត់ខ្ញុំគិតថាអត់ដាច់ទេលើកឡើងតើគាត់ចង់ធ្វើជា digital marketer គាត់ធ្វើអាហ្នឹងដាច់ដោយឡែកអាហ្នឹងក៏អូខេបើគាត់ចង់ធ្វើ content creator ក៏អូខេតែសួរថាជំនាញពីរហ្នឹងវាចូលគ្នាគឺវានៅជាមួយគ្នាព្រោះថា digital marketing ក៏គាត់ទៅចេះ say script គាត់ចេះធ្វើវីដេអូគាត់ចេះថតគាត់ចេះកាត់អីចឹងដែរហើយសួរថាជំនាញផលិតមាតិកាវាទៅការជំនាញអស់ហ្នឹងអត់ Yes ប្រកាសជាត្រូវការមក
ព្រោះថាបើគាត់អត់ចេះហ្នឹងទេគាត់នឹងពិបាកនៅក្នុងការផលិត content វាតកតងជាមួយការធ្វើទីផ្សារថៃបង យ៉ាតកតងជាមួយនឹងការធ្វើទីផ្សារបើ content creator មួយហ្នឹងចេះ digital marketing ខ្លួនឯងទៀតណាអញ្ចឹងអាការផ្សព្វផ្សាយខ្លួនគាត់នៅលើទីផ្សារហើយគាត់តាក់ទងមួយ client តាក់ទងមួយភ្ញៀវខ្ញុំជឿថាកាន់តែរលូនជាងមុនដោយសារ content creator របស់យើងមួយចំនួនទេនិយាយមួយចំនួនទេយើងអត់និយាយទាំងអស់គាត់ចេះផលិត content គាត់ចេះធ្វើ content ចេះសម្ភាសន៍ភ្ញៀវប៉ុន្តែដល់ពេលទៅលក់ក៏អត់ចេះលក់តែគាត់មាន manager គាត់សម្រាប់ទៅលក់ឬក៏គាត់មាន partner គាត់ដើម្បីទៅ sell ឲ្យគាត់បានបច្ចេកនឹងអញ្ចឹង អូខេតន់មកចុះក្នុងការបងចាប់ផ្ដើមផលិតមាតិកាដំបូងខ្លួនឯងតើបងជួបបញ្ហាពិបាកអីបែបម៉េចដែរបង នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើខ្លួនឯងដំបូងបញ្ហាដែលធំសម្រាប់ខ្ញុំហ្នឹងគឺយើងអត់ទាន់ដឹងថាយើងចូលចិត្តអីប្រកបបាទ ហើយខ្ញុំជឿថាមាន content creator យើងច្រើនណាស់ដែលគាត់កំពុងតែអត់ដឹងថាគាត់គួរតែចាប់ content ពីណាមកណាអាហ្នឹងខ្ញុំមានភាពខ្លីៗដែរដែលយើងអាចយកទៅធ្វើបានទីមួយយើងអាចមើលដែរថាតើពេលបច្ចុប្បន្នហ្នឹងយើងកំពុងមាន skill អីនៅក្នុងខ្លួនរបស់យើងឬក៏យើងចូលចិត្តអីយើងស្រឡាញ់អីឧទាហរណ៍ថាគាត់មាន skill តាក់ទងជាមួយនឹងទូរស័ព្ទដៃអញ្ចឹងគាត់អាច convert ឬក៏គាត់អាចកែច្នៃជំនាញដែលគាត់ជំនាញក្នុងខ្លួនដែលបកកែទូរស័ព្ទដៃហ្នឹងយកទៅផលិតជាវីដេអូប៉ុន្តែវាមានមនុស្សមួយក្រុមទៀតដែលគាត់មាន talent នៅក្នុងខ្លួនស្រាប់ឧទាហរណ៍ថាគាត់បកកែតាក់ទងជាមួយនឹងការលក់អីចឹងអញ្ចឹងគាត់អាចចែកម្លែកតាក់ទងជាមួយនឹង marketing នៅលើទីផ្សារបានគាត់យកហ្នឹងយកមកផលិតជាវីដេអូបានអញ្ចឹងណា អញ្ចឹងខ្ញុំសុំតិចបងបើយើងនិយាយពាក្យថាអ្នកផលិតមាតិកាវាធំ បាទ តើអ្នកផលិតមាតិកាហ្នឹងត្រូវចាប់តាមជំនាញខ្លួនឯងឬក៏យើងប្រើពាក្យមាតិកាមួយម៉ាត់ហើយយើងធ្វើអីក៏បាន យ៉ាអាហ្នឹងវាដូចតែអ្នករៀនសាកលវិទ្យាល័យពេលខ្លះมันប្រកាសថារៀនมันប្រកាសថារៀន IT ហើយត្រូវធ្វើ IT មែនអត់ បាទបង ពេលខ្លះយើងរៀនតាក់ទងមួយ marketing តែដល់ពេលចេញទៅខ្លាយទៅជា designer ក៏មានដែរយើងរៀនខាង film តែយើងចេញទៅយើងតែអាចធ្វើអីផ្សេងអ្នកផលិតមាតិកាក៏ចឹងដែរมันប្រកាសថាគាត់ចេះ skill ហ្នឹងគាត់ទៅធ្វើ skill ហ្នឹងឯងប៉ុន្តែបើសិនបើគាត់ចេះ skill ហ្នឹងហើយគាត់ទៅធ្វើ skill ហ្នឹងដែរអាហ្នឹងវាចំជំនាញរបស់គាត់ដែរប៉ុន្តែនៅក្នុងករណីថាគាត់បកកែតាក់ទងមួយ technology តែដល់ពេលគាត់ទៅធ្វើកសិកម្មសួរវាត្រូវអត់ត្រូវគាត់អាច convert អា technology ទៅជាមួយនឹងជំនាញកសិកម្មរបស់គាត់នឹងដាំបន្លែលើទឹក hydro ប្រើ robot ដើម្បីគ្រប់គ្រងដំណាំអីចឹងគេវាចូលមួយកសិកម្មវាចូលនៅក្នុងហ្នឹង អញ្ចឹងវាប្រៀបដូចស្វែងរកខ្លួនឯង ស្វែងរកជំនាញនៃខ្លួនឯងស្រឡាញ់ត្រូវទេបង បាទ អូខេចុះហេតុអីបានបងចាប់ផ្ដើមស្រឡាញ់ក្នុងវិស័យ tech ហើយជាមួយនឹង social ហ្នឹង និយាយរួមទៅតាំងពីដើមមកវាចូលចិត្តតាក់ទងមួយនឹងបច្ចេកវិទ្យាហ្មងហើយនៅក្មេងៗម៉ាក់ប៉ាច្រើនទិញឡានវិទ្យាឡានអីឲ្យលេងហើយទិញមកអត់សូវបានលេងវាច្រើនដោះចោលហើយដល់ពេលមកដល់ពេញមកយើងក៏ទៅរៀនជំនាញផ្សេងវាមិនមែនជំនាញតាក់ទងមួយបច្ចេកវិទ្យាប៉ុន្តែចិត្តហ្នឹងក៏នៅតែស្រឡាញ់បច្ចេកវិទ្យាដែរហើយអីដែលស្រឡាញ់ដំបូងគេហ្នឹងយើងចូលចិត្តតាក់ទងមួយនឹងទូរស័ព្ទដៃហើយតាក់ទងជាមួយនឹង automotive ដល់ពេលក្រោយមកក៏យើងមើលឃើញថាបើសិនបើយើងចាប់content តាក់ទងមួយបច្ចេកវិទ្យាក៏ដូចជា innovative នៅក្នុងស្រុកយើងឲ្យច្បាស់ខ្ញុំគិតថាវាអាចទីមួយវាអាចជួយអ្នកដែលរកឃើញឬក៏បង្កើតអាហ្នឹងឲ្យគាត់មានទីផ្សារហើយនឹងមួយទៀតមានទីផ្សារហើយគាត់មានឱកាសគាត់អាចទទួលបានចំណូលហើយគាត់អាចទទួលបាន fund អ្នកដែលគេចង់វិនិយោគមួយគាត់ទៀតខ្ញុំនៅចាំដូចជាអូនមួយនៅគាត់នៅសៀមរាបដែលខ្ញុំធ្វើឲ្យវីដេអូរបស់គាត់មួយថ្ងៃ1 MU ហើយបន្ទាប់មកខាងក្រសួងនៅភ្នំពេញគេតាក់ទងឲ្យគាត់ផ្ដល់អាហារូបករណ៍ឲ្យគាត់រៀនរហូតដល់ចប់ទី12ហើយដូចនៅភ្នំពេញហ្នឹងមានក្រុមហ៊ុនឡានមានក្រុមហ៊ុនផលិតសបកកង់ឯច្រើនណាស់ដែលយើងធ្វើវីដេអូឲ្យពួកគាត់ចាប់ដើមផ្ទុះនៅលើទីផ្សារហើយមានគេធ្វើបន្តមកក្រោយទៀតគាត់ថាយើងអត់ចង់ mention ទេវាជា brand របស់គេគេរកស៊ីចុះបងនៅពេលដែលចាប់ផ្ដើមធ្វើមាតិការរហូតដល់ឥឡូវនៅពេលដែលបងបង្កើតក្នុងវិស័យ tech ឬក៏ social យើងនឹងចំណេះឬក៏ជំនាញអីដែលបងអាចរៀនពីមាតិការហ្នឹងបានគាត់ថាវាជាផលចំណេញមកវិញអញ្ចឹងណាអីដែលផលចំណេញខ្ញុំរៀនពីការផលិតមាតិកាគឺតទៅមួយនឹងការ research ឲ្យ on trend អញ្ចឹងមានន័យថា
បរទេសដើរដល់ណាយើងក៏អាចដឹងព័ត៌មាននៅបរទេសដល់ហ្នឹងដែរហើយនៅមួយទៀតជំនាញ research គឺយើងព្យាយាមទៅរកអីដែលនៅលើ social media អត់មានហើយយើងយកទៅចែកម្លែកឲ្យអ្នកដែលគាត់អត់ទាន់បានមើលហ្នឹងអញ្ចឹងណាអញ្ចឹងមានន័យថានៅពេលដែលយើងធ្វើ content ហ្នឹងធ្វើវីដេអូហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែយើងព្យាយាមទៅរកអីថ្មីដើម្បីយកមកចែកម្លែករហូតអញ្ចឹងព័ត៌មានហ្នឹងអ្នកដែលដឹងមុនគេគឺយើងឯទី1បន្ទាប់មកបានយើងផលិតមាតិកាហើយបានយើងចែកចាយនៅលើ social media ហើយយើងក្តោបព័ត៌មានទាំងអស់ហើយយើងអាចយើងដឹងពីតើសេដ្ឋកិច្ចគេអភិវឌ្ឍដល់ណាហើយបច្ចេកវិទ្យានៅក្រៅប្រទេសគេដើរដល់ណាហើយ AI គេដល់ប្រហែល0.0ហើយស្រុកយើងមាន 5G នៅពេលណាគេធ្វើ 6G មកអីចឹងណាបងចុះបងគិតថាព័ត៌មានទាំងអស់ហ្នឹងអាចជួយអីទៅដល់បងថ្ងៃក្រោយឯងខ្ញុំគិតថាជួយបានច្រើនទី1នៅពេលដែលខ្ញុំដឹងអាហ្នឹងហើយឧទាហរណ៍ថាថ្ងៃមុខនេះខ្ញុំមាន fan នឹងការរកស៊ីខ្ញុំដឹងថាខ្ញុំរកស៊ីអីបាត់ហើយនឹងមួយទៀតនៅពេលដែលខ្ញុំធ្វើ content អញ្ចឹងថ្ងៃក្រោយទៅបើសិនបើខ្ញុំចង់រកលុយពីវាឬក៏ខ្ញុំចង់ចេញរកស៊ីខ្លួនឯងខ្ញុំមាន page មាន TikTok មានអីស្រាប់ហើយខ្ញុំគាត់ថាវាអាចរៀងលឿនជាងគេបន្តិចបាទជាងយើង start up មកអត់ទាន់មានយល់អញ្ចឹងមានន័យថាយើងចាប់ផ្ដើមពីឥឡូវទៅដើម្បីជាការ build branding ខ្លួនឯងយ៉ាបងថៃបងអូខេអញ្ចឹងសំណួរប្រហែលនេះគឺជាការស្គាល់បងបន្ថែមហើយចំពោះតើតើជាមួយនឹងផ្នែកកំណត់ការគិតបត់បែនរបស់បងអញ្ចឹងខ្ញុំសូមត្រឡប់មកវិញខ្ញុំចង់ផ្ដោតសំខាន់ទៅលើការផលិតម្ដងអូខេអញ្ចឹងបងអាចជួយប្រាប់ខ្ញុំតិចបានទេបើយើងចង់ចាប់ផ្ដើមផលិតមាតិកាតើមានជំនាញរឹងអ្វីឬក៏ hard skill របស់យើងណា3បងអាច hip hop បានទេថាអ្វីដែលសំខាន់សម្រាប់អ្នកដែលចាប់ផ្ដើមបាទអរគុណមែនតើសំណួរល្អហើយខ្ញុំគិតថាជាប្រយោជន៍មិនច្រើនទេតិចតួចទៅដល់បងប្អូនដែលអ្នកដែលចង់ចាប់ផ្ដើមខ្លាយជា content creator ឬក៏ចង់ផលិតមាតិកាទៅរកស៊ីទៅលក់ដូរឬក៏គាត់ចង់ធ្វើជា branding ខ្លួនឯងនិយាយរួមទៅឲ្យតែចាប់ផ្ដើមផលិតមាតិកាអូខេអញ្ចឹងខ្ញុំសូមចែកម្លែក tip ចំនួន3ខ្លីៗដែរខ្ញុំគិតថាយើងអាចយកទៅប្រើប្រាស់បានប៉ុន្តែនៅក្នុងហ្នឹងវាមានច្រើនទៀតគ្រាន់យើងលើក3មកសំខាន់ណាទី1ដើម្បីផលិតមាតិកាបានអាចជំហានដំបូងបំផុតហ្នឹងត្រូវរកខ្លួនឯងឃើញសិនហើយអាហ្នឹងនរណាគេក៏ត្រូវគិតអាហ្នឹងដែរថាយើងចូលចិត្តអីចឹងប៉ុន្តែអីដែលសំខាន់ជំនាញទី1គឺការសរសេរ script ព្រោះថាគ្រប់ការផលិត content ទាំងអស់ទោះមិនសរសេរ script ក៏ដោយក៏យើងត្រូវមានកូនសៀវភៅ note តូចមួយដែរថាតើយើងចង់និយាយអីគេប្រធានបទហ្នឹងនិយាយហើយយើងចង់បញ្ជូនទៅឲ្យណាគេអ្នកមើល audience យើងពីណាអញ្ចឹងណាហើយតើវាទទួលបានផលអីមកវិញតើវាប៉ះពាល់ដល់សង្គមអត់ឬក៏អត់ទេអញ្ចឹងអាចជំនាញសរសេរ script ហ្នឹងត្រូវតែមានសរសេរ script ហ្នឹងគឺការសរសេរអត្ថបទណាអ្នកនរនេះគេលោអត់ទាន់ដឹងថាសរសេរ script វាសរសេរមិនហើយមិនចាំបាច់តែ professional ពេកទេបើសិនបើយើងចាប់ផ្ដើមដំបូងយើងអាច note វាសិនមកឲ្យយើងដឹងថាយើងនិយាយអីសិនអាហ្នឹងជំនាញទី1ជំនាញទី2តកតងជាមួយនឹងការថតខ្ញុំគិតថានេះសំខាន់ព្រោះថាគ្រប់ content creator ទាំងអស់គឺពួកគាត់ចេះថតអត់អាចម្លង skill នឹងមួយបានទេលើកឡើងតែគាត់ចាប់ដើមមកគាត់មាន team ថតហើយឬក៏គាត់មាន production មួយសម្រាប់ខ្លួនគាត់ស្រាប់ចឹងណាអាចថាគាត់មានលុយចាយចឹងយកមកគាត់មិនបាច់ខ្វល់នឹងថតទេគាត់ចាំស្លៀកពាក់អាវទៅថតយកហ្មងឬក៏គាត់មានអ្នកធ្វើទាំង content ឲ្យទៀតចឹងណាប៉ុន្តែបើសិនបើយើង start up យើងអត់ចង់ចំណាយលុយច្រើនឬក៏យើងជា start up creator ដំបូងអ្នកទាំងអស់គ្នាគួរតែចេះថតហើយការថតមាន2ទី1ថតតាមទូរស័ព្ទដៃហើយមួយទៀតថតតាមកាមេរ៉ាហើយថតដំបូងនេះអ្នកនរគ្នាជឿខ្ញុំមិនបាច់ខ្វល់រឿង quality ធ្វើម៉េចឲ្យថតចេញសិននៅពេលដែលយើងថតបានហើយនៅពេលដែលយើងថ្លឹកហើយចាំយើងចាប់ផ្ដើមអភិវឌ្ឍរបស់របរដែលយើងប្រើប្រាស់ឬក៏ឧបករណ៍ដែលយើងប្រើណាឲ្យវាល្អបន្តិចម្ដងទៅយើងកុំមានអារម្មណ៍មួយថាចាប់ដើមដំបូងត្រូវតែចេញមកឧបករណ៍ថ្លៃម៉ៃថ្លៃឬក៏ផលិតផលថ្លៃវាមិនមែនទេធ្វើម៉េចឲ្យតែសលេងច្បាស់រូបភាពអាចមើលបានមកល្មមអូខេហើយនឹងជំនាញទី3ហើយជំនាញចុងក្រោយហ្នឹងតកតងជាមួយនឹងការកាត់តអ្នកទាំងអស់គ្នាត្រូវចេះកាត់តនឹងមាន2ទី1កាត់តរូបភាពហើយនឹងមួយទៀតកាត់តវីដេអូខ្ញុំ recommend កម្មវិធី2នៅលើទីផ្សារមាន CapCut ហើយនិង VN តែគ្រាន់តែថាវាបង់លុយអញ្ចឹងណាបើអ្នកនរមានកម្មវិធីល្អប្រើទៀតក៏ប្រើទៅធ្វើម៉េចឲ្យយើងចេះកាត់ដោយសារកម្មវិធីឥឡូវវាទូលំទូលាយ
នៅលើទូរស័ព្ទដៃក៏ដូចជានៅលើកុំព្យូទ័រអញ្ចឹងដោយកុំព្យូទ័រយើងមាន DaVinci យើងមាន Premiere យើងមាន CapCut មានអីច្រើនទៀតអញ្ចឹងនៅពេលដែលយើងចេះកាត់តខ្លួនឯងអ្នកទាំងអស់គ្នានឹងងាយស្រួលនៅពេលដែលយើងថត content ហើយយើងអាចយក content មកកាត់បានភ្លាមខ្លួនឯងជាជាងដែលយើងអត់ចេះកាត់យើងអាចយើងទៅពឹងធីមការងារយើងបញ្ជូនឲ្យអ្នកផ្សេងដើម្បីឲ្យគាត់កាត់ឲ្យយើងវាអាចយើង let ឥឡូវខ្ញុំឧទាហរណ៍ថាដោយព្រឹត្តិការណ៍សំខាន់មួយដែលកើតឡើងថានៅសៀមរាបប្រតិទិនចំកំពូលសានកោវត្តយើងថតហើយយើងកាត់ភ្លាមយើងផុសភ្លាមវាទាន់សភាពការមែនទេហើយបងបើយើងនៅឲ្យគេកាត់ឲ្យទៀតដឹងអ្នកកាត់ហ្នឹងងើបពីដេកនៅអញ្ចឹងវាអាចនឹងយូរសម្រាប់យើងដែរបើសិនបើយើងចេះកាត់យើងចេះកែច្នៃយើងចេះ voice យើងចេះទៅសេទៀតខ្ញុំជឿថាវីដេអូរបស់យើងវាចេញទៅរលូនអញ្ចឹងបើសង្ខេបមកវិញ3សំខាន់សម្រាប់អ្នកនរគ្នាទី1ជំនាញសរសេរការសរសេរ script ឬក៏ note ខ្លីៗជំនាញទី2តទៅមួយនឹងការថតទាំងកាមេរ៉ាទាំងទូរស័ព្ទដៃជំនាញទី3ការកាត់តហើយកាត់តហ្នឹងមានលើកុំព្យូទ័រទូរស័ព្ទដៃហើយនឹងចេះ design រូបតិចតួចមកប្រើ Canva ប្រើអីមកទៅដល់របស់ free ហ្នឹងអូខេជំនាញទាំង3នេះសុទ្ធតែសំខាន់តែក៏ប៉ុន្តែខ្ញុំសូមជីកកាយបន្តិចតទៅជាមួយនឹងការសរសេរ script ពីដើមឡើយត្រូវ process វាបែបម៉េចដែរបងអាចជួយប្រាប់បានទេបាទតទៅមួយនឹង process នៃការសរសេរ script វាអាចមានច្រើនបែបច្រើនបទតាម style ដែល content creator យើងប្រើ content creator ខ្លះគាត់មានដងហើយយើងហៅ talent ណាអញ្ចឹងគាត់អាចគ្រាន់តែ note 5-6 ចំណុចទេគាត់អាចទៅនិយាយប្រធានបទនឹងមួយបានប៉ុន្តែមានករណីមួយទៀតគឺគាត់មើល note ហ្នឹងគាត់ដឹងនិយាយមិនហីអាចនិយាយបានថាមើលចំណុចហ្នឹងហើយគាត់អត់ចេះសម្រាយណាអញ្ចឹងវាទាមទារឲ្យគាត់សរសេរ script ឲ្យបានមកប្រធានបទហ្នឹងហើយដើម្បីមើលឲ្យចាំហើយគាត់អាចទៅនិយាយបានអញ្ចឹងណាហើយវាមានករណីខ្លះចេះទៀតគាត់គ្រាន់តែមាន content creator យើងខ្លះដែលគាត់ talent ខ្លាំងគាត់គ្រាន់តែដល់ដើរមើល 2-3 ជុំអញ្ចឹងយកមកគាត់និយាយវីដេអូបានហ្មងវាមានអញ្ចឹងដែរតែបើសួរថា processing នៅក្នុងការសរសេរ script យ៉ាងម៉េចទី1អ្នកទាំងអស់គ្នាត្រូវដឹងពីសាច់រឿងសិនត្រូវដឹងពីសាច់រឿងត្រូវដឹងពីប្រធានបទដែលយើងត្រូវថតត្រូវដឹងពីផលិតផលឬក៏សេវាកម្មដែលអ្នកទាំងអស់គ្នាត្រូវយកមកធ្វើវីដេអូឬក៏សាច់រឿងដែលវាកើតឡើងខ្ញុំលើកឧទាហរណ៍ថាថាយើងនិយាយពីម៉ៃមួយនេះចុះអញ្ចឹងយើងត្រូវដឹងពីម៉ៃហ្នឹងវាមានអីខ្លះនៅក្នុង technology វាអីខ្លះឬក៏វាបង្កើតនៅណាអីនៅណាតម្លៃវាមិនបន្ទាប់មកបានយើងយកប្រមូលសាច់រឿងហ្នឹងខ្លីៗហ្នឹងយកវាទៅសរសេរនៅក្នុង script វាធ្វើឲ្យ script មួយហ្នឹងវាមានទម្ងន់អញ្ចឹងណាបើសិនបើយើងគ្រាន់តែមើលឲ្យនិយាយយកអញ្ចឹងបណៃក្បាលខ្ទុយនឹងនៅណាអានេះជាឧទាហរណ៍ងាយប៉ុន្តែវាមាន style ផ្សេងពីនឹងច្រើនទៀតតាមដែល content creator គាត់ធ្វើអញ្ចឹងណាបងអូខេចុះបើសិនបើករណីគាត់អត់មាន script អត់ចេះរៀបចំ script តើវាអាចជួបផលវិបាកមិនបងវាអាចជួបផលវិបាកខ្លះដែរបើសិនបើគាត់អត់ចេះរៀបចំ script ឬក៏ទៅថតអត់មានព្រៀងអីសោះលើកឡើងតគាត់នឹងមាន talent ក្នុងខ្លួនដែរអូថាគាត់គ្រាន់តែទៅឃើញកម្មវិធីឬក៏ឃើញព្រឹត្តិការណ៍ហ្នឹងមកគាត់និយាយបានណាអាហ្នឹងអូខេហើយនឹងមួយទៀតអាចថាគាត់ជាអ្នកលក់ផលិតផលអីមួយអញ្ចឹងគាត់មិនចាំបាច់ script ទេគាត់ដឹងពីផលិតផលគាត់អស់ហ្នឹងគ្រាន់ដាក់យកមកគាត់ឡាយនិយាយយកមកអាហ្នឹងក៏មិនចាំបាច់ say script ដែរហើយនឹងមួយទៀតព្រឹត្តិការណ៍ដែលកើតឡើងភ្លាមឧទាហរណ៍ថាគាត់ទៅថតនៅក្នុងកន្លែងកម្មវិធីអីមួយអញ្ចឹងគាត់អាចចូលទៅក្នុងកម្មវិធីហ្នឹងគាត់ដឹងថាគាត់គួរនិយាយពីអីអាហ្នឹងក៏មិនចាំបាច់ script ដែរប៉ុន្តែបើនៅក្នុងករណីកម្មវិធីមួយហ្នឹងឬក៏វីដេអូមួយហ្នឹងវាត្រូវមានលំដាប់លំដោយចាំបាច់ណាស់ទៅចេះ say script ហើយដើម្បីអាចទៅ say script បានត្រូវដឹងពីព័ត៌មានទាំងអស់ពីកម្មវិធីហ្នឹងសិនអញ្ចឹងណាអូខេបងអញ្ចឹងយល់បានច្រើនតើតើជាមួយអីជា script ក៏ប៉ុន្តែខ្ញុំចង់ស៊ីជម្រៅមួយទៀតតើតើជាមួយនឹងរចនាក្នុងការ say script ពីក្បាលរហូតដល់ចប់អញ្ចឹងបងអាចជួយបញ្យល់បន្តិចបានទេតើ process របស់បងហ្នឹងធ្វើបែបណាខ្លះអញ្ចឹងហើយធ្វើបែបណាទើបវាមានប្រសិទ្ធភាពជាងអូខេបើតាមវីដេអូដែលខ្ញុំទៅថតកន្លងមកនេះខ្ញុំនិយាយពីខ្ញុំហ្នឹងណាហ្នឹងហើយខ្ញុំនិយាយពីexperience របស់ខ្ញុំឯងអញ្ចឹងបើសិនបើបងប្អូននៅខាងក្រៅគាត់ធ្វើអីផ្សេងទៀតនឹងខ្ញុំអត់ដឹងថាគាត់ដោយសារដូចនិយាយហ្នឹងថាវាមាន style ខុសៗគ្នាបើដោយវីដេអូរបស់ខ្ញុំធ្វើច្រើនដើម្បីឲ្យ script ល្អទី1 title ចំណងជើងអញ្ចឹងពាក្យថាចំណងជើងមួយគឺវាក្តោបទិន្នន័យនៅក្នុង script នឹងទាំងអស់
នៅពេលដែលយើងទៅសេព័ត៌មាននៅក្នុងចំណងជើងនឹងអស់ហើយអញ្ចឹងយើងដឹងប្រធានបទរបស់យើងគួរបទនាបន្ទាប់ពីចំណងជើងនឹងមកមាន6ដែលហៅថាទំពក់ ទំពក់ឥឡូវគាត់ថាដូចចេញមកថាម៉ៃមួយនេះថតមិនបាច់ប្រើខ្សែអាហ្នឹងវាគឺជា6មួយគេតែឆ្ងល់ថាមីក្រូហ្វូនទាំងអស់ថតប្រើខ្សែនេះអត់ប្រើខ្សែលយមែនវាអញ្ចឹងណា បាទបង អញ្ចឹងនៅក្នុងប្រធានបទមួយអ្នកនរត្រូវមានទី1ចំណងជើងមាន6មាន content ហើយនឹងមានបញ្ចប់អា clear បញ្ចប់ចុងក្រោយដែលយើងសូមអរគុណឬក៏យើងចង់CTA call to action យើងចង់ថាបងឯង conflict តម្លាក់ comment មកបាន discount 10%អាហ្នឹង CTA call to action ដែរតែយើងគួរប្រើអត់អាហ្នឹងបើនិយាយទៅវាស៊ីជម្រៅទៀតប៉ុន្តែខ្ញុំលើកឧទាហរណ៍ងាយៗថានៅក្នុងប្រធានបទបើសិនបើចង់ទៅ say ល្អទី1មានចំណងជើងមាន6ហើយមាន content ហើយនឹងមានបញ្ចប់សេចក្តីអញ្ចឹងតា4ហ្នឹងខ្ញុំគិតថាអូខេហើយព្រោះថាដោយវីដេអូខ្ញុំធ្វើរាល់ដងហ្នឹងគឺមានតែប៉ុណ្្នឹងហើយនៅលើទីផ្សារយើងទូទៅក៏មានប៉ុណ្្នឹងដែរ ចឹងចេះខ្ញុំចង់ឲ្យបង practice ឲ្យ challenge បន្តិចបងមិនតែឧទាហរណ៍រឿង microphone ហ្នឹងចឹងបងសាកធ្វើមួយមើល អូខេ ទាំង6ទាំង content ទាំងបញ្ចប់របស់បង អូខេឥឡូវខ្ញុំឧទាហរណ៍មួយនេះដូចជា my road ទៅនិយាយ my road បាទបង ឥឡូវខ្ញុំចាប់ចំណងជើងមកណាបើសិនបើយើងម៉ៃមួយនេះមានតម្លៃសមរម្យមែនដែរនៅលើទីផ្សារហើយ record បាន100ម៉ោង អូខេ អាហ្នឹងចំណងជើងហ្នឹង អូខេបង ដល់ពេលហុកមកខ្ញុំថា my road មួយនេះនៅពេលដែលយើងថតមិនបាច់ប្រើខ្សែហើយ wireless របស់វាបាន300ម៉ែត្រអញ្ចឹងអាហ្នឹងវាជាហុកគេថាចុះ my podcast ថតបាន300ម៉ែត្រវាអត់មាននិយាយរួមទៅ my podcast វាអត់មានទេមែនអត់ បាទបង ហើយវាតែងតែប្រើខ្សែតោះមកយើងចាប់ដើមនិយាយពី content ថាយើងចូលមកដល់យើងអាចនិយាយថានៅលើទីផ្សារប្រទេសកម្ពុជារបស់យើងគ្រប់ my podcast ទាំងអស់តែងតែប្រើខ្សែហើយឥឡូវនេះមានក្រុមហ៊ុន global មួយនៅបរទេសគេបានផលិត mic ថ្មីមួយឈ្មោះ Rode ហើយនាំចូលមកដោយអីគេខាងអ្នក organize កម្មវិធីក្រុមហ៊ុន Micam ហ្នឹងហើយនាំចូលមកដោយក្រុមហ៊ុន Micam ទៀតយកមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាឥឡូវនេះកំពុងតែមានតម្លៃពិសេសបើសិនបើបងប្អូនចង់តេស្តឬក៏ចាប់អារម្មណ៍អីមកតេស្តនៅក្នុងហាង Micam បានហើយខ្ញុំប្រើ CTA មួយទៀតមុនចប់ call to action ណាតម្លាក់លេខឥឡូវទទួលបាន discount 50% ហើយមកដល់ហាងថែម 10% ឲ្យទៀតអញ្ចឹងដូចស្រួលទេបង អានេះយើងប្រើដើម្បីតាក់មួយនិយាយចំទៅហើយនៅចុងបញ្ចប់ខ្ញុំអាចនិយាយបានថាខ្ញុំនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំដល់ពេលដែលខ្ញុំប្រើប្រាស់ mic នេះហើយខ្ញុំឃើញថា quality ក៏ដូចជាគុណភាពរបស់វាគឺល្អខ្លាំងមែនតើបើប្រៀបធៀបជាមួយនឹង mic ផ្សេងដោយសារហេតុអីmic នេះជា brand ថ្មីមែនប៉ុន្តែបច្ចេកវិទ្យារបស់គេទំនើបហើយវាផលិតមកគុណភាពហើយតម្លៃធូរទៀតហួយកាឧទាហរណ៍ភ្លាមតែម្ដង ភ្លាមអញ្ចឹងនេះគឺជា part ឬក៏ជាផ្នែកមួយនៃការសរសេរ script ខ្ញុំជឿថាបងប្អូនអាចយល់បានបន្ថែមមកកម្រិតទៀតតទៅជាមួយនឹងការសរសេរទៅបងអូខេអញ្ចឹងខ្ញុំសូមបិទបញ្ចប់ត្រឹមនេះតទៅមួយ script ត្រឡប់ចូលទៅដល់ចំណុចទី2តទៅជាមួយការថតបាទខ្ញុំមិនចាប់អារម្មណ៍បងនិយាយថាការថតរវាងទូរស័ព្ទហើយមួយនឹងកាមេរ៉ា professional អូខេអញ្ចឹងតើពីរហ្នឹងខុសគ្នាបែបម៉េចដែរក្នុងការប្រើប្រាស់របស់បងផ្ទាល់យ៉ាមែនតើទៅប្រធានបទមួយហ្នឹងវាអាចថាក្តៅដែរនៅលើទីផ្សារយើងហើយវាមានពាក្យចម្រូងចម្រាសច្រើនគេថាថតតែទូរស័ព្ទដៃក៏ផ្ទុះដល់ពេលដល់នោះចេញមកថាថតកាមេរ៉ា professional រលុយបានច្រើនក៏ប៉ុន្តែអ្នកទាំងអស់គ្នាអានេះវាប្រើប្រាស់ទៅតាមស្ថានភាពដែលយើងប្រើទេឧទាហរណ៍ថាបើគាត់ film production គាត់អត់អាចយកទូរស័ព្ទទៅថតបានទេលើកលែងតែទូរស័ព្ទហ្នឹងវា quality ឬក៏គេចង់ធ្វើ branding ទូរស័ព្ទហ្នឹងខ្ញុំលើក example ថាគេចង់យក Samsung ទៅថតកុនហ្នឹងអាហ្នឹងគេចង់ផ្សព្វផ្សាយពី Samsung ហើយឬក៏កាមេរ៉ារបស់គេហើយប៉ុន្តែសួរថាfilm production ទូទៅប្រើប្រាស់កាមេរ៉ាអត់កាមេរ៉ាទូរស័ព្ទអត់វាអត់អាចទៅរួចទេវាអាចទៅរួចទៅទៀតតែឥឡូវវាអត់ទាន់ទេអញ្ចឹងហើយសួរថា content creator យើងចាប់ដើមមកថតជាមួយកាមេរ៉ាអូខេអត់ yes អូខេបើសិនបើពីខ្ញុំទៅវិញខ្ញុំក៏លើកទឹកចិត្តឲ្យប្រើកាមេរ៉ាដែរដោយសារតែទី1យើងបានរូបភាពវាច្បាស់យើងចេញមកវាអត់ឃើញចេញមកព្រុកប្រាក់ដោយអាទូទាស់តាក់កាមុនណាអាចយើងមើលទូរស័ព្ទយើងមើលមកវាតាក់ពេលខ្លះក៏យើងពិបាកមើលដែរដូចនៅក្នុងស្ថានភាពនឹងមួយបើសិនបើព្រឹត្តិការណ៍
នឹងវាចាំបាច់ឬក៏ព្រឹត្តិការណ៍ថ្នាក់ជាតិដែលសំខាន់តែវាយើងថតរូបអត់ច្បាស់មកវាពិបាកអង្គការប្រើពេលក្រោយដែរហ្នឹងហើយគេមើលវីដេអូមកទៅវីដេអូមើលច្បាស់ដូចចំនួនណាចំនួនណី បាទចឹងពេលខ្លះវាអាចបាត់បង់ព័ត៌មាននៅក្នុង ហ្នឹងហើយ ឬក៏វីដេអូរបស់យើងទៀតហើយ ចាបងចាប៉ុន្តែបើសួរថាយកទូរស័ព្ទទៅថតបានអត់បានដូចគ្នាហើយសួរថាប្រើកាមេរ៉ាទូរស័ព្ទវាមានបញ្ហាអត់វាអត់មានបញ្ហាទេវាគ្រាន់តែ quality វាខុសគ្នាតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំក៏លើកទឹកចិត្តទៅដល់ content creator យើងដែលចាប់ផ្ដើមផលិតមាតិកាថ្មីបើសិនបើអាចយើងចង់ sell budget របស់យើងក៏ប្រើទូរស័ព្ទហ្នឹងទៅប៉ុន្តែបើអ្នកទាំងអស់គ្នាមានលទ្ធភាពក៏ប្រើកាមេរ៉ាទៅចឹងណាហើយក៏តតមួយនឹងការរបៀបការប្រើប្រាស់នៅក្នុងអ៊ីនធឺណិតមានច្រើនយើង research ទៅណាក៏មានដែរមើលនៅមួយ cam នេះជួយរៀបចំកម្មវិធីយើងមកឃើញគេចែកម្លែកច្រើន ចុះការចាប់កាន់ប្រើប្រាស់បងដំបងតើបងប្រើទៅលើអីដែរ ខ្ញុំប្រើដំបងទូរស័ព្ទ Oppo ហើយទូរស័ព្ទ Oppo ហ្នឹងបោះបំពាក់ខ្ញុំទេបើពាក់ខ្ញុំមើលវីដេអូមួយហ្នឹងក៏ដឹងពេលហ្នឹងខ្ញុំ voice over ហ្នឹងខ្ញុំគ្រាន់ដាក់ទូរស័ព្ទមកអា speaker នៅខាងក្រោមទូរស័ព្ទកន្លែងសាកថ្មខ្ញុំដាក់ហ្នឹងមក record សលេងណាហើយខ្ញុំធ្វើវីដេអូឡើងគេមើលរាប់លាន view ខ្ញុំចាប់ដើមមានហ្នឹងទេហើយសុទ្ធថានៅពេលដែលខ្ញុំថតវីដេអូហ្នឹងវាបញ្ហាសំខាន់អីគេបញ្ហាសំខាន់របស់ខ្ញុំជាងគេគឺ mic ហ្នឹងហ្មងខ្ញុំអត់មាន mic ប្រើទេខ្ញុំដាក់ទូរស័ព្ទមកអញ្ចឹងខ្ញុំនិយាយសុទ្ធថាសលេងវាស្ដាប់លឺតែគេវាអត់ច្បាស់អញ្ចឹងអាហ្នឹងវាជា problem ដែលខ្ញុំជួបដំបូងគេហើយតាំងពី record មកនិយាយស្មោះត្រង់អត់ទាន់មានឧបករណ៍ខ្លៃៗទេប្រើអត់មានទេខ្ញុំថតតាមទូរស័ព្ទឯងហើយបើសិនបើយើងចាប់ផ្ដើមជាមួយនឹងទូរស័ព្ទដៃខ្ញុំគិតថាអ្នកទាំងអស់គេគួរតែមាន mic ដោយសារ mic ឥឡូវធូរថ្លៃពេលច្រើនខ្ញុំប្រើជាមួយ Kodak ប្រើមួយ Holland ដែរណាដោយសារតម្លៃធូរ ហើយ super ហើយបង super quality វាល្អហើយអីដែលខ្ញុំចូលចិត្តជាងគេវាថតច្រើនម៉ោងបើថាពួកខ្ញុំទៅថតវាច្រើនម៉ោងដែរ ហើយបច្ចុប្បន្នឥឡូវដាក់ញុកចូលហើយវាកណ្ដិតយក ហ្នឹងហើយវាចូលចិត្តឡើងហ្នឹងហើយពិសេសយើងថតហើយយើងចង់ play វីដេអូមើលភ្លាមមិនបាច់ដកបាច់អីទុកនៅហ្នឹងមើលបានភ្លាមមកវាស្រួលឡើងហ្នឹង គេយល់បងចុះផលវិបាកដែលបងចាប់ប្រើមួយទូរស័ព្ទដំបងហ្នឹងតាក់ទងជាមួយ quality តើអត់ យ៉ាបងដំបងឡើយទី1 quality វាជាផ្នែកមួយតែផ្នែកមួយទៀតគឺយើង voice over បងយើងចាប់ដើមដំបូងពីការ voice ទេមិនមែនតន់ចេញមកភ្លាមទេអញ្ចឹងដល់ពេល voice over អង្គុយ studio រកមកតម្រុំមកថតហើយ voice 3ទេអង្គុយ studio ចង់3មកយូរមែនតើមកពេលហ្នឹងហើយដល់ពេលទៅស្ដាប់ voice ដំបូងឡើយទឹកស្អីណាដូចឡានជួបផងគឺក្រៅហើយពេលហ្នឹងអូនសំណាខ្លួនឯងទៅបានយល់មែនវាវេទនាមែនតើមក ឬបែកញើសក្រោមសន្តិចិត្ត ហ្នឹងត្រូវគួយបែកញើសហើយបែកញើសយកអត់ចាញ់ទៀតអត់ទោះហូបបានតែទឹកនេះ បាន ត្រូវប៉ុន្តែដល់ពេលមកក្រោយមកក៏យើងលក្ខណៈថាធ្វើបានច្រើនទៅរៀងថ្នឹកមួយវាអញ្ចឹងគ្រាន់តែមើលធានបត់មកទាញទូរស័ព្ទមកវយយកចង់វយក្រៅក៏បានក្នុងក៏បាន អូខេអញ្ចឹងមិនក្តៅភៀងច្រើនតាក់ទងមួយការចាប់ដើមរបស់បងប្រើទូរស័ព្ទចុះនៅពេលដែលបងវ៉ែមកប្រើកាមេរ៉ាវិញ បាន តើវាលំបាកអត់បង ពិបាក បែបណាខ្លះ ខ្ញុំអត់ចេះ setting កាមេរ៉ា និយាយស្មោះត្រង់ទៅខ្ញុំប្រើកាមេរ៉ាដំបូងខ្ញុំចូលចិត្តប្រើអូតូពេលច្រើនទៅថតនិយាយរួមទោះថតរូបក៏អូតូទោះថតវីដេអូក៏អូតូដែរដោយសារតែយើងអត់ចេះសេរីតែដល់មួយ setting វាមិនដឹងណាងឹតណាខ្មៅណាអីចឹងណាហើយវាមិនដឹងចេញមកស្អាតអត់អញ្ចឹងខ្ញុំប្រើអូតូតែក្រោយមកក៏យើងបានរៀនសូត្រអីច្រើនយើង research ច្រើនមកក៏ចាប់ដើមប្រើប្រាស់បានតិចតែដល់ឥឡូវក៏យើងនៅតែជាផលវិបាកដែរដោយប្រើកាមេរ៉ាទំនើបឬក៏ brand ល្បីៗក៏យើងនៅបាក់សម្រាប់យើងដែរហើយមិនប្រកាសថា content creator ទៅចេះអានឹងទាំងអស់ហើយយើងឲ្យតែចេះតមូលដ្ឋានគ្រឹះនៅក្នុងការប្រើប្រាស់ទៅបានហើយឲ្យតែថតបានអញ្ចឹងណាអូខេចុះអញ្ចេះមិញរៀងអាហ្នឹងជាឧបសគ្គច្រើនណាស់ក្នុងការថតក្នុងការប្រើប្រាស់បងមានអីផ្ដែផ្ដាំទៅអ្នកស្ដាប់ដែលគាត់លំបាកក្នុងការប្រើកាមេរ៉ា បាទ ឬក៏កុំឲ្យគាត់បាក់ទឹកចិត្តបោះបង់អញ្ចឹងណាបង ហ្នឹងហើយ ព្រោះការថតមួយអត់ស្រួលទេ ហ្នឹងហើយអីដែលជា
tip ពីខ្ញុំទៅវិញខ្ញុំមានខ្លះដែរបើសិនបើអ្នកទាំងអស់គ្នាកំពុងជួបបញ្ហាទាក់ទងជាមួយនឹងការប្រើប្រាស់កាមេរ៉ាកុំឲ្យយកហ្នឹងមកធ្វើជាឧបសគ្គរបស់យើងអីដោយសារតែជាទៅ content creator มันប្រកាសថាតើតើអ្នកទាំងអស់គ្នាចេញមុខឬក៏តើតើប្រើប្រាស់កាមេរ៉ាល្អឬក៏ថតប្លង់ល្អបានយើងអាចចេញ content បានទេអ្នកទាំងអស់គ្នាទាញតែទូរស័ព្ទមក voice over ហើយយក footage របស់គេយកវីដេអូរបស់គេយកមកដាក់ក៏យើងអាចធ្វើបានដែរអញ្ចឹងកុំឲ្យមានអារម្មណ៍ថាខ្ញុំមិនចេះថតទេនៅទៅថតមិនទេកាន់ថតសិនមកអ្នកទាំងអស់គ្នាថតណាក៏នៅក្នុងបន្ទប់ខ្លួនឯងដាក់និយាយ10 20វីដេអូមកទៅឈរមុខកញ្ចក់ហេនិយាយខ្លួនឯងមើលនិយាយឲ្យបាន 2-3 វីដេអូមកយើងរៀង confident ជាងមុនហ្នឹងហើយ platform ដែលអ្នកទាំងអស់គ្នាអាចថាចង់ចេញមុខដំបូងអត់ចង់តន់ឲ្យវា viral អាចផុសនៅលើ TikTok ផុសលើ IG ផុសលើអីដែលយើងគិតថាវាជា comfort zone របស់យើងអញ្ចឹងណាផុសនៅលើហ្នឹងសិនមកហើយនៅពេលដែលអ្នកទាំងអស់គ្នាធ្វើបានច្រើនហើយថ្នាក់ហើយចាំឡើងលើ Facebook YouTube យកអញ្ចឹងណានេះគឺជាមតិដែលល្អមួយសម្រាប់បងប្អូនដែលចាប់ផ្ដើមអូខេបងចឹងខ្ញុំសូមបិទវងកញ្ចក់តាក់ទងជាមួយចំណុចទី2ដែលនិយាយការពីការប្រើប្រាស់កាមេរ៉ាហើយអញ្ចឹងចូលទៅដល់ចំណុចទី3របស់មកហៀបព្រមមិញគឺតាក់ទងជាមួយនឹងការកាត់ចុះសម្រាប់បងការកាត់នៅក្នុងការចាប់ផ្ដើមដំបូងវាលំបាកខ្លាំងហ៎បងអាហ្នឹងវាជាបញ្ហាធំមែនទេព្រោះថាហ្នឹងវាត្រូវការប្រើប្រាស់បច្ចេកវិទ្យាជួយព្រោះថាចំនួន2020ណាទៅវាទលំទលាយមកដល់ឥឡូវវាអត់មានទេ2022 23ហ្នឹងវាអត់ទាន់មានទេទៅមកដល់ឥឡូវវីដេអូមកវិញដាក់ចូល AI ជួយកាត់ឲ្យក៏មានដែរសលេង AI fix បានទៀតអញ្ចឹងបើសិនបើយើងចេះប្រើ AI ថែមទៀតចឹងណាជាឧបសគ្គធំសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំរៀនខ្លួនឯងដោយសារតែហ្នឹងបើសិនបើយើងទៅរៀនពីគេទាមទារយើងមានការអនុវត្តជាមួយគេដែរចាតែបើយើងរៀនខ្លួនឯងយើងថតហើយយើងយកមកកាត់យើងរាវតើអ្នកនរឲ្យលពឹសដៃដែរយើងនិយាយថាលពឹសដៃយើងរាវយកទូរស័ព្ទយកមកចុចមកដាក់វីដេអូរបស់យើងចូលមួយហើយយើងទីយាមគួយកាត់វាចុះឡើងឲ្យបានច្រើនហើយពេលហ្នឹងយើងនឹងដឹងថាអានេះគេប្រើចេះអានេះគេប្រើទី1ទី2ទី3វាទៅតាមនេះសលេងដាក់មិនរូបដាក់មិនវីដេអូដាក់ចូលមិនចង់លេង effect បន្ថែមដាក់មិនចង់ឲ្យលេងមានរូបmagic ឬក៏អីផ្សេងៗអញ្ចឹងណាវាធ្វើមិនអញ្ចឹងហើយអាហ្នឹងទី1លពើដៃទី2យើងអាចស្រាវជ្រាវតាមរយៈ tip ខ្លីៗដូច YouTube Short TikTok នៅលើ Facebook អីក៏មានច្រើនដែរអញ្ចឹង social media ដូចអ៊ីនធឺណិតអត់ខ្វះគេបរៀនយើងហើយបើយើងចង់កាន់តែច្បាស់ទៅរៀននៅសាលាបន្ថែមឬក៏រៀនមួយអ្នកដែលចេះអញ្ចឹងទៅខ្ញុំទៅវិញតាក់ទងជាមួយ creative ក្នុងការកាត់បាទអាហ្នឹងជាចំណុចសំខាន់ដែលគេតែងតែនិយាយហ៎បងតែអាហ្នឹងវាតែងតែជួបទៅលើបងដែរអត់អាហ្នឹងវាតែមកជួបលើខ្ញុំដែរដោយសារវា take time ច្រើននៅពេលដែល content មួយហ្នឹងបើសិនបើអត់មានប្រធានបទឬក៏សាច់រឿងដែលអត់ចាប់អារម្មណ៍ទេវាទាមទារឲ្យអ្នកទាំងអស់ creative នៅលើការកាត់ការលេង effect ការលេងអក្សរការលេងភ្លេងតម្លាក់ sound effect ចូលមិនឈងឆាងផ្លុកផ្លាក់វាមិនអីចឹងលោតអក្សរ1 2 3 4មកអញ្ចឹងវាធ្វើឲ្យអ្នកដែលមើលហ្នឹងគាត់ interesting ទៅលើវីដេអូហ្នឹងដែរអញ្ចឹងណាប៉ុន្តែបើសិនបើប្រធានបទឬក៏សាច់រឿងមួយហ្នឹងវាតាក់ទាញហើយទោះអ្នកនរឲ្យគ្រាន់តែទាញវីដេអូយកទៅដាក់ក៏មានអ្នកមើលដែរអានោះបើសិនបើប្រធានបទជាចាប់អារម្មណ៍អញ្ចឹងតែថាប្រធានបទយើងចាប់អារម្មណ៍ហើយបើយើង creative នៅក្នុងការកាត់ទៀតក៏វាជួយយើងបានច្រើនហើយបញ្ហាដែលខ្ញុំជួបហ្នឹងគឺវាចំណាយពេលច្រើនបើសិនបើយើង creative នៅក្នុងការកាត់អញ្ចឹងបាន content creator តែគាត់មានលុយគាត់មានអ្នកជួយកាត់ឲ្យគាត់អញ្ចឹងណាបងបាទឃើញមកអូខេមិញការចាប់កាន់ការកាត់ហ្នឹងខ្ញុំដូចជាសួរបងពាក់កណ្ដាលហើយបាទចុះអាពេលដែលបើកកម្មវិធីដំបូងបាទអាពេលហ្នឹងខ្ញុំមានអារម្មណ៍មិនទៅដល់ពេលដែលស្អីក៏ស្អីចឹងបាទនិយាយបើសោតជាមួយអាពេលបើកកម្មវិធីដំបូងហើយវាអត់ដឹងស្អីវា load ad ដូចកាមកទៀតតែជួយស្អីគេ load ad ដូចកាមកភ្លាមអាពេលនោះអត់ដឹងថាទៅណាទៅណីហើយមានពេលនោះមួយនោះបើកមកវាអត់ដឹងថាយើងគួរចាប់ដើមទៅណាបិទ ad ចោលទៀតហើយតើមករត់ទៅមើលនៅលើ TikTok សិនទៅវាយមើលថាគេប្រើ app អីច្រើនជាងគេហើយជាប្រើតាមគេសិនទៅហើយមើលរបៀបគេធ្វើខ្លីៗអញ្ចឹងណាយកមករៀនអានឹងបញ្ហាខ្ញុំជួបតែដូច
mình bao giờ thắt tao lên TikTok hết mấy bạn cho bot cái họ từ lên TikTok mình ដោយសារតែនៅលើ TikTok ខ្ញុំក៏អត់ដឹងថាមិនដែរដំបូងប៉ុន្តែនៅពេលដែលយើងTikTok វាមាន algorithm វាមួយនៅពេលដែលយើងមើលអីវាអាសា load អាហ្នឹងមកច្រើនអញ្ចឹងនៅពេលដែលខ្ញុំទៅ search នៅលើ TikTok តែម្ដងឯងខ្ញុំ search របៀបកាត់វីដេអូប្រើពីនោះវាសឹកចេះវីដេអូមក load មកអញ្ចឹងយើងចេះតែឃើញវាចេះតែឃើញយើងមានអារម្មណ៍ថា TikTok ស្រួលប្រើចូលមើល TikTok រហូតដល់ពេលអញ្ចឹងតែការ search tip អីចូលមើល TikTok បើ TikTok មានឲ្យខ្លីពេកមើលអត់យល់បានឡើងទៅលើ YouTube ព្រោះថា Facebook ឥឡូវវា search ឃើញដែរតែគ្រាន់តែវាបាក់ពេកវាបាក់មើលហ្មងដូចជាកាលពីប្រហែលឆ្នាំមុនយើងបើយើងចង់ដឹងព័ត៌មានឬអីមួយយើងមិនសេកលើ Chrome ឬ Google អីចឹងហ្នឹងហើយដល់ពេលហើយក៏មាន YouTube បានតែដល់ពេលបច្ចុប្បន្នវិញទៅអីមួយក៏នៅលើ TikTok លើ TikTok ម៉ែបងคลิปខ្លីៗមើលលើ TikTok ស្បូរហ្មងស្បូរដោយសារអង្គវាអាចគេថាក្នុងការចែកម្លែកវីដេអូខ្លីៗនៅលើ TikTok វាស្រួលហោបាទដល់ពេល YouTube ជា platform មួយដែលវែងហ្នឹងហើយតែចាន់នៅពេលដែលគេចែកម្លែកអីមួយវារៀងស៊ីជម្រៅជាង TikTok ចាស៊ីជម្រៅឲ្យវែងហ្នឹងហើយបងហើយដូចលើ TikTok អញ្ចឹងអា keyword អាពាក្យកលឹះវាយើងវាយតែបន្តិចវាដឹងថាយើងចង់ research អីហ្មងចង់បានអីហ្មងហើយខ្ញុំឃើញហ្នឹងខ្ញុំគាត់ថា platform មួយហ្នឹងវាល្អសម្រាប់ប្រើហើយដល់ពេលមកសុកយើងផ្ទុះមែន TikTok បើនិយាយមិនដល់ platform ខ្ញុំចង់ឲ្យបងចែកម្លែកតិចតាក់ទងជាមួយនឹងការដែលចាប់ដើមដំបូងគួរតែចាប់ដើមពី platform មួយណាមកដែរបងបាទអាហ្នឹងវាអាស្រ័យទៅលើ content creator ដែលគាត់ start up មកដែរថាតើគាត់ចាប់ដើមដំបូងហ្នឹងគាត់ចង់បាន audience អីគេឥឡូវថាបើគាត់ចង់ឲ្យផ្ទុះច្រើនឲ្យបាន audience ច្រើនគាត់គួរទៅឡើង TikTok ហ៎ Facebook មិនមែនជាទីផ្សាររបស់គាត់ទេដោយសារ Facebook វាទៅការចំណាយពេលធ្វើយូរតែមួយរយៈចុងក្រោយនេះដែល Facebook update មកវាយក style តាម TikTok ដែលគេបង្កើតវីដេអូខ្លីៗហើយនឹងមួយទៀតដែលមាន follower តិចឲ្យតែ content នឹងចាប់អារម្មណ៍ក៏ផ្ទុះដែរវីដេអូហ្នឹងអញ្ចឹងណាក៏បាន view ច្រើនដែរទោះ follow តិចក៏ដោយហើយមានរហូតដល់ content creator ខ្លះទៀតថា follower ខ្ញុំកន្លះលានតែ post វីដេអូទៅបាន 10k អាហ្នឹងមិនមែនដោយសារ follower ទេអ្នកនរនេះអាហ្នឹងដោយសារ content យើងទេបើមិនបាន content អ្នកទាំងអស់គ្នាដាក់អត់ត្រូវ audience អ្នកទាំងអស់គ្នាទេទោះ follower ល្អប៉ុណ្ណាឬក៏ច្រើនប៉ុណ្ណាក៏វីដេអូនោះអត់រុញដែរអញ្ចឹងណាចុះសម្រាប់ follower បងគិតថាវាសំខាន់ដែរអត់នៅលើ platform នីមួយៗហ្នឹងសំខាន់ពេលមួយគឺយកអាហ្នឹងទៅលក់បើមិនបើគាត់ចង់រកចំណូលគាត់នឹងយក follower ហ្នឹងគាត់យកទៅ sell អាហ្នឹងបានមួយដោយសារតែខ្ញុំនៅ field digital marketing ដែរអញ្ចឹងខ្ញុំសុំលើកហ្នឹងយកមកនិយាយបាទយ៉ាព្រោះថានៅពេលដែល follower ច្រើនឬក៏ view ច្រើនវា effective នៅពេលដែលយើងធ្វើ proposal យកទៅលក់តាមក្រុមហ៊ុនឬក៏អ្នកដែលជា client របស់យើងគាត់ចូលទៅ review page យើងគាត់ឃើញថា follower ច្រើនណាគាត់ចង់ដាក់ sponsor នៅលើវីដេអូហ្នឹងឬក៏នៅលើ page ហ្នឹងទី1 follower ច្រើនក៏ដោយប៉ុន្តែបើ content របស់យើងអត់ interesting ក៏វាពិបាកហើយនឹងមួយទៀតបើសិនបើ content របស់យើងផ្ទុះច្រើនប៉ុន្តែ follower តិចអត្រានៃការដាក់ sponsor វាមានរៀងច្រើនដែរអាហ្នឹងវា effective ឡើងហ្នឹងអញ្ចឹងទៅ follower ច្រើនប៉ុន្តែបើ content ហ្នឹងផុសទៅ 2k view វាពិបាកគេដាក់ sponsor ដែរវាច្រើនដល់ follower អាចចឹងដែរហើយនឹងមួយទៀតអត្ថប្រយោជន៍យើងមិនមែននិយាយអត្ថប្រយោជន៍ទេយើងនិយាយថា follower ហ្នឹងគឺជួយយើងបានច្រើនមែនតើព្រោះថាតើគាត់ចូលចិត្ត content មួយហ្នឹងឬក៏គាត់ចូលចិត្តcreator ម្នាក់ហ្នឹងបានគាត់ចុច follow អញ្ចឹងណាចូលបងអូខេអញ្ចឹងខ្ញុំសុំសរុបបន្តិចបងចាំជួយបន្ថែមផងអញ្ចឹងមានន័យថាការផលិតវីដេអូ view ច្រើនវាអត់តាក់ទងជាមួយនឹង follower ទេវាតាក់ទងមួយមាតិការបស់យើងបាទក៏ប៉ុន្តែតាក់ទងមួយ follower ហ្នឹងគឺសម្រាប់បងប្អូនដែលគាត់ចង់បានថវិកាមកវិញយក content របស់គាត់ទៅលក់យក page របស់គាត់ហ្នឹងតំណាងធ្វើវីដេអូមួយអី promote បាទត្រូវទេបងត្រូវ yes អូខេអញ្ចឹងសូមបិទវងកញ្ចក់តិចដូចរៀងជ្រៅបន្តិចទៅតាក់ទងជាមួយនឹង3ចំណុចដែលសំខាន់ក្នុងការចាប់ផ្ដើមធ្វើមាតិកាហ្នឹងបាទអូខេអញ្ចឹងខ្ញុំសូមទៅមុខទៀតតាក់ទងជាមួយនឹងជំនាញទន់ដែលយើងហៅ soft skill ក្នុងនាមជាអ្នកផលិតមាតិកាតើបងគិតថាជំនាញទន់អីខ្លះដែលគាត់ត្រូវតែមានយ៉ាជា content creator វាអាចមាន2ទី1អត់ប្រកែនិយាយហើយមួយទៀត
និយាយច្រើនហើយនិយាយច្រើន និយាយច្រើននឹងបកកាយនិយាយខុសគ្នាបង ហ្នឹងហើយកែនិយាយមកគាត់ថានិយាយបកកែអញ្ចឹង បាទ អញ្ចឹងសម្រាប់បងប្អូនដែលជា content creator ដែលគាត់អត់សូវចូលចិត្តនិយាយច្រើនអញ្ចឹងគាត់អាចមាន content ជាច្រើនដែលគាត់អាចធ្វើបានគាត់អាចទៅសេ script post នៅលើ Facebook ឬក៏ post នៅលើ TikTok ក៏បានជា status ខ្លីៗជា caption ជា quote ជាអីចឹងណាអាហ្នឹងក៏គិតចូល content creator ដែរដោយសារជាគាត់អ្នកបង្កើត content អញ្ចឹងណាអញ្ចឹងគាត់អាចទៅ script ឬក៏អីផ្សេងៗ post នៅលើ TikTok ឬក៏ platform ដែលគាត់ចូលចិត្តបានហ្នឹងបើសិនបើគាត់អត់សូវប្រកែកនិយាយគាត់អាចទៅអានសភៅដាក់ YouTube គាត់អាចទៅសម្រាយរឿងឬគាត់មាន script មានអីឲ្យស្រាប់អញ្ចឹងគាត់អាចទៅនិយាយបានប៉ុន្តែបើសិនបើគាត់ប្រកែកនិយាយគាត់អាចខ្លាយទៅជា content creator ដែលចេញមុខច្រើននៅលើទីផ្សារគាត់អាចទៅសម្ភាសគេបានគាត់អាចទៅធ្វើជា blogger គាត់អាចទៅជាអ្នក review ឬក៏អាចទៅធ្វើជាអ្នកដូចបែបទេសចរគេដើរតាមប្រាសាទដើរតាមអីដើរ review ក្រៅប្រទេសអីចឹងទៅអាហ្នឹងបើសិនបើគាត់មាន soft skill ច្រើនតើតើជាមួយនឹង public speaking បាទ ហ្នឹងហើយចំណុចមួយទៀតដើម្បីឲ្យបកកាយនិយាយត្រូវនិយាយបានច្រើនហើយនឹងសម្បូរសាច់រឿងហើយដើម្បីសម្បូរសាច់រឿងត្រូវអានឲ្យច្រើនប្រហែលលើការអានសភៅច្រើនដល់ពេលយើងអានច្រើនយើងសម្បូរពាក្យពេចន៍ក្នុងការនិយាយដូចសភៅដែលយើងធ្លាប់រៀនមកពីក្មេងៗអញ្ចឹងយើងដឹងពាក្យច្រើនតាមរយៈសភៅយើងរៀនហ្នឹងមែនអត់ យ៉ាបង ហ្នឹងហើយយើងដឹងពាក្យថ្មីតាមរយៈវចនានុក្រមខ្មែរអញ្ចឹង អូបើនិយាយរឿងសភៅតើបងផ្ដោតសំខាន់លើសភៅប្រភេទម៉េចដែលបងនិយាយហ្នឹងណា សភៅខ្ញុំអានភាគច្រើនអានេះដែលខ្ញុំអានកន្លងមកណា បាទបង ភាគច្រើនពីមុនអានតែតទៅមួយនឹងសភៅអាជីវកម្មដែលគេធ្វើអាជីវកម្មឬក៏ technical តទៅមួយការរកស៊ីផ្សេងៗអញ្ចឹងណាបាទតែដល់ពេលក្រោយៗមកទៀតយើងក៏តទៅជាមួយនឹង personal development តទៅជាមួយនឹងសភៅអភិវឌ្ឍខ្លួនឬក៏leadership អីផ្សេងៗវាលាយឡំនៅក្នុងនឹងតិចតួចអញ្ចឹងណាហ្នឹងហើយមានពេលខ្លះក៏អានសភៅpublic speaking ដែរ recommend សភៅ Steve Jobs គាត់កែ public speaking អានសភៅគាត់ល្អ អូខេអរគុណចាំខ្ញុំសាកអាន ហ្នឹងហើយអរគុណច្រើន អូខេបើនិយាយពីរឿងសភៅខ្ញុំសូមចូលរួមបន្តិច អូខេ មិញបងលើកចំណុចមកថាធ្វើឲ្យការនិយាយភាសាជាងមុនពេលអានសភៅចឹងខ្ញុំចូលរួមនេះគឺតកតទៅជាមួយនឹងសភៅខ្មែរយើងបងដែលអានសភៅកំណាព្យរបស់លោកតាក្រមងុយនិយាយទៅកំណាព្យខ្មែរខ្ញុំអត់ចាំឈ្មោះសភៅនៅពេលដែលខ្ញុំអានណាពាក្យពេចន៍មួយយើងមិនប្រើកំណាព្យហ្នឹងពាក្យព្យួន បាទ ពាក្យព្យួនពីឃ្លាមួយទៅឃ្លាមួយពាក្យព្យួននៃព្យាង្គទីម៉ានហ្នឹងហើយ ហើយនៅពេលដែលយើងអានច្រើនណាអារបៀបនិយាយយើងហ្នឹងក៏វាជួនទៅតាមហ្នឹងដែរដោយសារយើងអានរហូតហើយខួរយើងចាប់ផ្ដើម reflect ទៅតាមហ្នឹងដែរ ហើយមួយទៀតនៅពេលដែលខ្ញុំកាន់តែអានប្រភេទសភៅកំណាព្យចាស់ៗនិយាយទៅឲ្យតែបោះចាស់ៗពីដើមអត្ថន័យមួយស៊ីជម្រៅខ្លាំងណាស់បង បាទ មកអែមបងសាកអានបាន ហ្នឹងហើយ អូខេដូចខ្ញុំចាំមកឃ្លាសំណាងកើតចេញពីការសាង ចា៎ ក្នុងសភៅហ្នឹងគេសរសេរអញ្ចឹងអាហ្នឹងខ្ញុំគ្រាន់តែនិយាយខ្លីប៉ុណ្្នឹងឯងបើយើងដើមឡើយយើងសំណាងយើងគិតថាវាមកដោយឯងចាំមើលចាំអីចឹងណាក៏ប៉ុន្តែគាត់បែបប្រើសំណាងកើតចេញពីការសាងយើងសាងសមត្ថភាពយើងសាងអីសំណាងនោះនឹងរត់មករកយើង ហ្នឹងហើយត្រូវបងប្អូនលយចាំខ្ញុំសាក់អានកំណាព្យអីបន្ថែមដែរព្រោះ អត់ទេនេះខ្ញុំគ្រាន់តែចង់ចូលរួមមួយដើម្បីថាអូខេយើងការប្រើពាក្យល្អមានន័យថាការប្រើពាក្យទៅវាតាក់ទាញជាងមុន យ៉ាវាចង់ជួនផ្ទុលរំដំអីចឹងណាហ្នឹងហើយ ហើយមានច្រើនណាមានច្បាប់ប្រុសច្បាប់ស្រីច្បាប់កេរកានថ្មី លបាកថ្មី បាទហ្នឹងហើយអូខេអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនសាអានកំណាព្យខ្មែរដែរមិនថាកំណាព្យទេឲ្យតែសភៅខ្មែរពីបុរាណដូចកូនមានឪពុកអីហ្នឹងអូលើកទឹកចិត្តណាបង ហ្នឹងហើយ អូខេសភៅចាស់មែនតែអែម យ៉ា អូខេតោះឥឡូវខ្ញុំសូមបិទវងកញ្ចក់ផងហ្នឹង អូខេបង អូខេអញ្ចឹងមិញមានជំនាញតាហាត់ skill មួយpublic speaking បាទ ហើយមួយទៀត ទៅមួយការអាន អូខេចុះសរុបមកវិញ soft skill និង hard skill ដែលលើកនិយាយមួយបងហ្នឹងគឺមានតែ5ឯងសំខាន់ បាទ តើគួរចាប់ផ្ដើមពីណាទៅណាមុន យ៉ាចឹង ឥឡូវ5សុំកាន់តិចបងឥឡូវ5ហ្នឹងបងអាចដាក់លេខរៀងបានទេ បាន អូខេអញ្ចឹងបងជួយ លេខរៀងបានអញ្ចឹងនៅក្នុងហ្នឹងវា soft skill មាន2ទីមួយតទៅមួយការនិយាយ
ហើយទី2ទៅមួយការអានអញ្ចឹងខ្ញុំសូមដាក់លេខរៀងទៅអាហ្នឹងខ្ញុំដាក់លេខរៀងសម្រាប់ខ្លួនឯងណាប៉ុន្តែបើសិនបើអ្នកទាំងនេះអាចយកទៅអនុវត្តបន្ថែមក៏បានដែរទី1តទៅមួយនឹងការអានខ្ញុំ recommend ឲ្យអ្នកទាំងនេះអានមុននៅពេលដែលយើងអានច្រើនយើងសម្បូរពាក្យពេចន៍ច្រើនយើងមានពាក្យពេចន៍មានសាច់រឿងនៅក្នុងខ្លួនច្រើនបន្ទាប់មកយើងក៏ចាប់ដើមចេះនិយាយនៅពេលដែលយើងទៅនិយាយមួយគេយើងមានពាក្យពេចន៍ប្លែកៗថ្មីដើម្បីទៅនិយាយមួយគេមែនអត់បាទអាហ្នឹងគឺជាចំណុចទី2ចំណុចទី3នៅពេលដែលអ្នកទាំងអស់គ្នាអានហើយសាច់រឿងច្រើនតែនិយាយហើយមិនចាប់ដើម share script ហើយ share script មកមិនមានសាច់រឿងហ្នឹងហើយអញ្ចឹងអានេះ share script ហ្នឹងគឺជាចំណុចទី3ដែលយើងអាចរៀនសូត្របានណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងទៅ share script ហើយអីដែលអ្នកទាំងអស់គ្នាគួរតែរៀនបន្ថែមទៀតចំណុចទី4គឺការថតព្រោះថានៅពេលដែលទៅ share script ហើយមិនចេញថតហ្នឹងហើយវាអាចកាត់តមុនហើយវាអត់មានហ្នឹងហើយអញ្ចឹងយើងគួរតែរៀនថតអ្នកទាំងឲ្យរៀនបដាធ្វើបដារៀនបដាធ្វើបដាខ្ញុំលើកទឹកចិត្តឲ្យរៀនផងអនុវត្តផងរៀនផងអនុវត្តផងកុំឲ្យរៀនហើយទៅអនុវត្តព្រោះថាយើងរៀនហើយអនុវត្តក៏បានដែរវាអត់ខុសទេនៅក្នុងយើងចង់ធ្វើមួយណាមុនក៏បានដែរតែគ្រាន់ថាបើសិនបើអីដែលអាចជួយយើងបានច្រើនយើងរៀនផងអនុវត្តផងរៀនផងអនុវត្តផងនៅពេលដែលយើងធ្វើខុសត្រូវវាទៅមុខហ្នឹងហើយនឹងចំណុចទី5នោះគឺអ្នកទាំងអស់ទៅចេះកាត់តហ្នឹងហើយនឹងចុងក្រោយឥឡូវបងរីកមិនមក software មកឥឡូវគេសួរទី1អ្នក professional ហើយមួយទៀត beginner សម្រាប់ខ្ញុំនិយាយអ្នក professional មុនកម្មវិធីដែលគួរតែប្រើប្រាស់កាត់តខ្ញុំអត់ដឹងថាបងប្អូនទាំងគ្នាប្រើកម្មវិធីអីទេប៉ុន្តែអានេះកម្មវិធីខ្ញុំនិយាយដែលខ្ញុំស្គាល់ហើយខ្ញុំឃើញគេប្រើនៅលើទីផ្សារច្រើនកាត់តវីដេអូទី1 Adobe Premiere កាត់វីដេអូបានតាំងពីណាពីណីមកហើយដែលគេប្រើកម្មវិធីទី2កម្មវិធី DaVinci Resolve ហើយនឹងអ្នកដែលគាត់ប្រើ Mac គាត់ប្រើកម្មវិធី Final Cut អានឹងជាកម្មវិធីរបស់គាត់អញ្ចឹងណាអានឹងវាធ្វើមកសម្រាប់ពួក Apple យកមកហើយសម្រាប់បងប្អូនដែលប្រើប្រាស់នៅលើទូរស័ព្ទដៃឬក៏ beginner សួរថាប្រើកម្មវិធីទាំងអស់ហ្នឹងបានអត់បានដូចកម្មវិធី CapCut អីវាមាននៅលើកុំព្យូទ័រផងវាមាននៅលើទូរស័ព្ទដៃផង Adobe Premiere អីមាននៅលើទូរស័ព្ទដៃផងមាននៅលើកុំព្យូទ័រផងខុសថា DaVinci ដែលអត់ទាន់មានតែខ្ញុំជឿថាតិចគេ develop មកមាន DaVinci មានលើ iPad ទេតាមានណាបាទអញ្ចឹងអាចប្រើលើ iPad បានទេដូចគ្នាគ្រាន់តែវាអត់ off មុខងាររបស់វាមិនចង់អត់តបអូខេថ្ងៃយកហើយកាពិត DaVinci iPad វាស្រួលកែ color វា manual បានច្រើនជាងអញ្ចឹងណាអូខេយកបងខ្ញុំដឹងបានមួយទៀតហ្នឹងហើយហើយនៅលើទូរស័ព្ទដៃអីយើងអាចប្រើ VN យើងអាចប្រើ InShot យើងអាចប្រើ CapCut ឬក៏កម្មវិធីផ្សេងដែលអ្នកនរគ្នាស្គាល់អញ្ចឹងណាហើយតើតើមួយនឹងការកាត់រូបប្រើ Canva ទៅ Canva ឬក៏កម្មវិធី iPhone ឬក៏ទូរស័ព្ទ Android វាមានកម្មវិធីច្រើនដែលយើងអាចប្រើបានតែគ្រាន់តែទលំទលាយគេប្រើ Canva វា free ហើយវាស្រួលតែមិននិយាយលេងតិចហ្នឹងវាមានចំណុចច្រើនណាស់ដែលត្រូវរៀនសម្រាប់អ្នកដែលចាប់ផ្ដើមហ្មងឬក៏កំពុងចាប់ផ្ដើមចុះដឹងតែជួបបញ្ហាហ្នឹងមកតាក់ទងជាមួយនឹង creative របស់យើងតើបងប្រើធួអ្វីឬក៏វិធីសាស្ត្រអ្វីដើម្បី keep creative របស់បងអានេះខ្ញុំចែកម្លែកបទពិសោធន៍បងខ្ញុំចែកម្លែកបទពិសោធន៍ខ្ញុំតែខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាមាន perspective អីផ្សេងទៀតអានេះខ្ញុំមិនដឹងទេខ្ញុំនិយាយ experience របស់ខ្ញុំហើយបាទបងដោយសារតែពេលបច្ចុប្បន្នហ្នឹងមាន AI នៅក្នុងការជួយការងារបានច្រើនអញ្ចឹងបើសិនបើយើងអត់ creative យើងអាចសួរ AI បានប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើអត់ខ្ញុំប្រើ AI តិចនៅក្នុងការងាររបស់ខ្ញុំរងថ្ងៃព្រោះថាខ្ញុំចង់វឹកហាត់ខួរក្បាលរបស់ខ្ញុំឲ្យវា flexible នៅក្នុងឧទាហរណ៍ថាព្រឹត្តិការណ៍អីកើតឡើងមួយចឹងខួរក្បាលខ្ញុំឲ្យវា flexible ទៅតាមព្រឹត្តិការណ៍ហ្នឹងឬក៏ឲ្យយើង creative ឲ្យបានភ្លាមនៅពេលដែលយើងប្រើ AI ច្រើនហើយវាប្រើរហូតទៅដល់ hour យើងនឹងលែងនៅពេលនោះនៅពេលដែលវាអីមួយដល់ពេល over យើងគិតក៏វាអត់ឃើញដែរឃើញរឿងនេះមួយចង់ធ្វើមិនសួរ AI បើអត់មាន AI សួរអីចុះយល់អញ្ចឹងបើសិនបើអាចទេប្រើ AI ឲ្យត្រូវកលៈទេសៈឬក៏ជួយការងារយើងឲ្យវាសមស្របជាង AI រហូតខ្ញុំមនុស្សម្នាក់ដែលប្រើ AI ប៉ុន្តែមិនរហូតទេបើថាយើងត្រូវ creative ការងារយើងដែរហើយដូចវិញខ្ញុំសូមបញ្ជាប់ជាមួយសំណួរដែរសួរថាធ្វើម៉េចបាន creative outdoor ចេញក្រៅនៅក្នុង
អត់គេទេ តែចេះកែវច្រើនអស់លុយ ហ្នឹងហើយតែបើដល់គ្នាបដិសេធperspective មួយហ្នឹងថានៅខាងក្នុងអត់គេទេអាហ្នឹងបដិសេធចាអាហ្នឹងខ្ញុំនិយាយសម្រាប់ខ្ញុំ អត់ទេនៅខាងក្នុងកែវដែរតែតើយើងដូរបន្ទប់យើងរហូតអាហ្នឹងអត់លុយយើងតែកែវ ហ្នឹងហើយដែរ អូខេឥឡូវខ្ញុំមិញបងនិយាយចឹងខ្ញុំសូមបន្ថែមបន្តិចចុះគ្រូខ្ញុំតែនិយាយថាដោយសារគ្រូឃើញសិស្សប្រើ AI ឈុល បាទ អូខេគាត់និយាយថា AI យើងប្រើមកជំនួយមិនមែនប្រើមកជំនួសទេ យ៉ាជំនួ បើ យ យើងប្រើ AI មកជំនួសអនាគតវាកាន់តែជំនួសយើងទៀតហើយ ត្រូវ អញ្ចឹងដូចបងមិននិយាយតាក់ទងជាមួយយើងវឹកហាត់ខួរក្បាលដូចបងលើកឧទាហរណ៍ព្រឹត្តិការណ៍ថ្ងៃរះនៅអង្គរសង្ក្រាន្តអីនៅអង្គរសង្ក្រាន្តនៅសៀមរាបបើយើងមាន creative ខ្លួនយើងមានការប្រើប្រាស់ច្រើន ហ្នឹងហើយ យើងគ្រាន់តែឃើញថាអូបងប្អូនស្អាតណាស់នេះព្រឹកហ្នឹង ហ្នឹងហើយ មួយឆ្នាំមានតែ2ដងឯង យ៉ា ហើយអាឆ្នាំខ្លះវាអត់ចាំកតាលទៀត យ៉ា អញ្ចឹងទៅតែបើយើងចាំប្រើ AI និយាយមែន ហ្នឹងហើយ ហើយចាំនៅហ្នឹងមនុស្សច្រើនទៀតអត់អីទេ ហ្នឹងហើយអញ្ចឹងវាពិបាកវាមិនខុសពីឡានដែលប្រើអូតូម៉ាទិកជាមួយនឹង manual អញ្ចឹងអាពេលជួបផងមែនតើអាអូតូម៉ាទិកគាំងដល់អា manual ជួយបាន យល់ តែយើងនៅតែប្រើយើងនៅត្រូវកែ អញ្ចឹងនេះចំណុចសំខាន់មួយដែលតកតងជាមួយនឹងការប្រើប្រាស់ AI បាទ អូខេអញ្ចឹងម្ដងទៀតកុំប្រើ AI មកជំនួសយើង យ៉ា ប្រើ AI ដើម្បីជាជំនួយ យ៉ា អូខេឥឡូវយើងមិននិយាយពី process ច្រើនពីដំណាក់ការក្នុងការផលិតក្នុងការស្គាល់អីជា content creator របស់យើងអញ្ចឹងខ្ញុំចង់សួរតកតងជាមួយអារម្មណ៍បងវិញ បាទ បងនៅមានអារម្មណ៍ថាចង់បោះបង់អត់ បើនិយាយទៅគ្រប់ content creator ជួបទាំងអស់គ្នា មិនថាណា no creator ដល់ influencer បុគ្គលនៅជួបអាហ្នឹងនៅក្នុងfield របស់ creator គេហៅពាក្យមួយថា burn out អា burn out វាស្មើបោះបង់ហ្នឹងហើយមាន content creator ខ្លះគាត់បោះបង់ហើយគាត់ទៅសមាធិមកអីក៏មានដែរយីមែនណាតែគាត់ថាតើយើង research មិនយើងដឹងសូថាមូលហេតុអីបែបបោះបង់ខ្ញុំនិយាយពីខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំអត់ដឹងថាគ្រប់ content creator ផ្សេងក៏តែងតែមានបញ្ហារបស់គាត់ជួបផ្សេងៗគ្នាអត់ដែរដូចគ្នាអញ្ចឹងបើយកខ្ញុំទៅ apply មួយពួកគាត់ក៏អត់ត្រូវដែរហើយគាត់យកអារឿងរបស់គាត់យក apply មកខ្ញុំក៏អត់ត្រូវដែរ ព្រោះតែយើងមានសាច់រឿងខុសគ្នា ហ្នឹងហើយសាច់រឿងខុសៗ ប គ្នា ទពិសោធន៍ការតាំងចិត្តការផ្លូវចិត្តរបស់យើងហ្នឹងគឺខុសគ្នាទាំងអស់ យ៉ាហើយសុទ្ធតែដែលបានជាយើង give up បញ្ហាដែលខ្ញុំជួបដំបូងហ្នឹងគឺទីមួយនៅពេលដែលយើងធ្វើទៅវាអស់ឲ្យធ្វើគាត់ថាតួ content ហ្នឹងស្រឡាញ់ប៉ុណ្ណាក៏ដោយតែដល់ពេលធ្វើយូរទៅវាមានអារម្មណ៍ថាអស់ទៅទោះអាវីដេអូធ្លាប់មួយថ្ងៃមួយអម view សប្បាយមែនតើតែដល់ពេលធ្វើយូរទៅដល់ពេលអាមួយអមទៅវាធម្មតាវាទៅជាសាបវាថាចង់បាន2អមហើយអាហ្នឹងវាជាចំណុចទី1ចំណុចទី2 our expected មានន័យថាយើងរំពឹងខ្ពស់ពេកហ្នឹងហើយនៅពេលដែលយើងធ្វើ content ហ្នឹងហើយយើងរំពឹងថាចង់បានចេញមកវាផ្ទុះចង់បានចេញមកឲ្យគេ share គេអីច្រើនតែដល់ពេលចេញមកវាអត់ផ្ទុះយើងចាប់ផ្ដើមមានអារម្មណ៍ថាចំអត់ផ្ទុះអត់ផ្ទុះក៏ចាប់ផ្ដើមទៅសេ content នេះពេលខ្លះទៅសេ content នេះទុកចោលអត់ធ្វើ អត់ថត ហ្នឹងហើយអត់ថតអាហ្នឹងវាបញ្ហាពាក់ព័ន្ធមួយនឹង consistent របស់យើងដែរ ទៅសេឲ្យអត់ថតឲ្យអត់កាន់ មែនអាហ្នឹងក៏ជាបញ្ហាដែរ content creator ឯករាជ្យពួកគាត់ជួបបញ្ហាហ្នឹងចំណេះថតឲ្យខ្ជិលកាត់ថតឲ្យទុកទៅបាត់ ហ្នឹងហើយទុកសិនទៅបាត់ហើយតែថតឲ្យចំណេះអញ្ចឹងមើលខ្វះ footage ចំណេះនិយាយអត់ល្អទុកចោលដែរអត់កាត់ដែរអាហ្នឹងក៏មានចំណេះកាត់ឲ្យមើលទៅព្រឹត្តិការណ៍សង្គមកើតច្រើនអត់ផុសទៀតហ្នឹងក៏មានដែរអាហ្នឹងសិនជាចំណុចដែលយើងអាចបោះបង់វាជាចំណុចទូចដែរហើយនឹងមួយទៀតបញ្ហាធំជាងគេហ្នឹងគឺយើងរកប្រភពយកមកធ្វើតើយើងឧទាហរណ៍ថាខ្ញុំចាប់តទៅមួយបច្ចេកវិទ្យាបើសិនបើបច្ចេកវិទ្យាលែងមានទេតើយើងចេះឆ្នៃយើងចាប់ឆ្នៃបច្ចេកវិទ្យាមួយចូល2 3ចូល5អីចឹងណា imagination what if ហ្នឹងហើយតែចូលនេះផ្ទុះចេញអីឥឡូវថាខ្ញុំធ្វើតទៅមួយនឹងផលិតផលខ្មែរមួយចូលគ្នាដែលល្បីនៅទីផ្សារយើងដល់ពេលចុងក្រោយខ្ញុំយកអាទាំង3ហ្នឹងយកមកដាក់ចូលគ្នាចេញមក content មួយផ្សេងទៀតអញ្ចឹងណាឬក៏ content compare ពី product ហ្នឹងវាមានអីជួយដល់យើងវិញហ្នឹងហើយអាចចឹងប៉ុន្តែ content ខ្ញុំភាគច្រើន
អត់មាន negative ទេវាច្រើនទៅជួយគេ សារយើងផ្ដោតសំខាន់ទៅលើចំណេះដឹង យ៉ាចំណេះដឹងឲ្យធ្វើឲ្យយើងអាចជួយពួកគាត់បានអញ្ចឹងណាបង ចុះបងបោះបង់យូរហ្នឹងចាក់ពេលបានដែរមានថាកំឡុងបង burn out បាទនិយាយរួមទៅការ burn out ហ្នឹងវាអាស្រ័យទៅលើ creator ហ្នឹងថាគាត់ចង់ comeback មកពេលណាដែរតែខ្លះអញ្ចឹងអាចនឹងជួបរយៈពេលខ្លីប៉ុន្តែដូចខ្ញុំជួបរយៈពេលវែងដែរដោយសារយើងគិតថាទុកឆ្នាំថ្មីយ៉ាងធ្វើ New Year New Resolution ហ្នឹងហើយទុកឆ្នាំថ្មីយ៉ាងធ្វើទុកចូលឆ្នាំចិនហ្នឹងធ្វើចំណៃធ្វើទុក14កុម្ភៈយ៉ាងធ្វើតែចាំហើយអាហ្នឹងតែចាំហើយនឹងសិនគឺសិនហើយអត់តែយើងគិតថាចាំធ្វើអត់បានធ្វើហើយ ហើយបង ចឹងអាហ្នឹងបើសួរមកវិញថាវាមានរយៈពេលអត់វាអត់មានរយៈពេលទេវាអាស្រ័យទៅលើថាអា mental របស់គាត់ហ្នឹងវា comeback បានពេលណាប៉ុណ្ណឹងព្រោះអាហ្នឹងវាបញ្ហាសំខាន់វាពាក់ព័ន្ធមួយខ្លួនគាត់ទេអត់មែនដោយសារ content ឬក៏អ្នកផ្សេងទេអីដែលខ្ញុំលើកមកដែលខ្វះ content ខ្វះអីហ្នឹងវាជាចំណុចទូចមួយវាមិនមែននៅក្នុងអាបញ្ហា burn out ហ្នឹងធំពេកតែវាមាននៅក្នុងហ្នឹងដែរចឹង អត់ទេសុំទោះជាស្រ័យខ្ញុំមិនចង់សួរតាក់ទងជាមួយអាការបង burn out រយៈពេលប៉ុន្មាន បាន ដែលបង burn out យូរហ្មងណា ចាយូរបំផុតហ្នឹងតាំងពីឆ្នាំមុនដូចជាខ្ទង់ខែ9ហើយពីខែ9មកខ្ញុំអត់ទាន់តម្លាក់ content សោះហ្មងហើយដូចនិយាយថាឆ្នាំថ្មីសិន ឆ្នាំថ្មីនៅមិនទាន់មានពេលទៀតតែគេថាចាំចូលឆ្នាំចិន ចូលឆ្នាំចិនទៀត ឥឡូវសន្យាមួយបងប្អូនបងថាម៉េច ឥឡូវមើលអត់ចេញឥឡូវ បើអត់ចេញ unfollow ខ្ញុំចោល បងប្អូនចាំទុក ចាំជួយសាស័យឡើយសន្យាវីដេអូអញ្ចឹងវីដេអូចេញហើយខ្ញុំធ្វើ content ឲ្យបានច្រើនវិញ ឥឡូវចេញបានវីដេអូ បើចេញទៅយើងរៀប plan ហើយយើងធ្វើ consistent ហើយបើមាន plan មិនថាអីកន្លងមកដែលអត់ធ្វើវាអត់សូវមាន plan ច្បាស់យើងមានតែគ្រាន់តែ plan ហ្នឹងលក្ខណៈយើងរៀបខ្លួនឯងយើងតែម្នាក់ឯងអត់មានទេយើងធ្វើក៏បានអត់ក៏បានអញ្ចឹងណាអត់មានអ្នកមកជួយបានយើងទៅធ្វើនៅអត់មាន តែហ្នឹងវាអាចចូលជាករណីមួយទៅដែលថាអូក៏យើងធ្វើការផងយើងទៅវិញធ្វើ content យើងផងវាហត់អញ្ចឹងណា មានដែរបងហ្នឹងវាអាចមានខ្លះដែរប៉ុន្តែវាអាស្រ័យលើតើ content creator ហ្នឹងគាត់តស៊ូបានប៉ុណ្ណាអញ្ចឹងណាព្រោះថាជាទៅ content យើងកំពុងអង្គុយធ្វើការវាកើតឡើង ដល់ពេលអញ្ចឹងយើងធ្វើមិនឥឡូវថាយើងកំពុងអង្គុយធ្វើការក្រសួងប្រកាស 5G ពុបយើងអត់ដឹងធ្វើម៉េចយើងអត់ដឹងធ្វើម៉េចហ្មងដើម្បីបាន content ហ្នឹងយើងធ្វើ content បច្ចេកវិទ្យាតែបច្ចេកវិទ្យាចេញមកថ្មីហើយលឿនយើងគួរតែផ្សព្វផ្សាយបានលឿនតែយើងអត់បានធ្វើហើយទៅដល់ផ្ទះវាសាបអស់ហើយណាអញ្ចឹងអាហ្នឹងរបៀបថាយើងខានប្រើដូចបងថាអញ្ចឹងខានប្រើខួរយូរអញ្ចឹងទៅវារៀងស្ពឹកយ៉ាស្ពឹកដែរ អូខេ វាអត់សូវ flexible ឬក៏អា creative របស់យើងវាធ្លាក់ចុះវាតាមហ្នឹងដែរតែដល់ពេលអញ្ចឹងខ្ញុំឆ្ងល់វិញទៅចេះពេលប្រើច្រើនវាអត់ creative ដល់ពេលទុកយូរវាស្ពឹកឥឡូវដោះស្រាយមួយវាមិន អត់ដឹងទេបើដឹងប្រាប់ខ្ញុំបើដឹងជួយប្រាប់ខ្ញុំ ក៏ប៉ុន្តែហ្នឹងបញ្ហាមនុស្សយើងធម្មតាទេ ហ្នឹងហើយ អីដែលសំខាន់ដូចបងនិយាយអញ្ចឹង consistent ការ commit ហ្នឹងហើយ ចុះមូលហេតុអីឬក៏មានកត្តាអីដែលបងគិតថាជំរុញបងត្រឡប់មកធ្វើមាតិកាវិញ យ៉ា នៅពេលដែលបង burn out មុនហ្នឹងអញ្ចឹងណា បាទអីដែលទាញខ្ញុំមកវិញមានមួយគឺស្រឡាញ់ប៉ុណ្ណឹងបើក្រៅពីហ្នឹងខ្ញុំគិតថាខ្ញុំមិនអាចទៅតាម trend ឬក៏ព្រឹត្តិការណ៍កើតឡើងអីថ្មីបានទេលើកមកនិយាយមុនវាយើងឧទាហរណ៍នៅពេលដែលយើង burn out ណាអញ្ចឹងអីដែលយើងអាចត្រឡប់ឬក៏ recover ខ្លួនឯងមកវិញបានហ្នឹងគឺស្រឡាញ់អញ្ចឹងដូចខ្ញុំស្រឡាញ់តទៅមួយនឹងការថតវីដេអូបានថតវីដេអូសប្បាយចិត្តហ្មងអញ្ចឹងណាឬក៏ការ say content អីចឹងតែនៅពេលដែលយើងអត់យូរទៅយើងមានអារម្មណ៍ថានឹក fan ឬក៏យើងចូលទៅមើល page ហ្នឹងគេឆានមកសួរមកឯងបាត់តាយូរម៉េហ្នឹងហើយពេលខ្លះវាអាហ្នឹងគេថាដូចនៅក្នុងសភៅ Swan Strategy
for happiness និយាយថាក្រុមលើទាំងអស់វាតែមានបតុងមួយបញ្ញុះទឹកចិត្តយើងឲ្យទៅរកឲ្យបតុងខូចចុចទុះទៅហើយអញ្ចឹងបងនិយាយចឹងខ្ញុំសុំបន្ថែមក្នុងសភៅហ្នឹងតិចគេថាឲ្យប្រើ head pause សាមញ្ញយើងហ៊ានប្រើរៀនរក head pause សាមញ្ញជំរុញឲ្យយើងធ្វើហ្នឹងហើយឥឡូវខ្ញុំសុំឧទាហរណ៍តិចទៅឲ្យកាន់តែយល់អញ្ចឹងណាអូខេថ្ងៃមុនហ្នឹងខ្ញុំញ៉ាំអាហារនៅតាមផ្លូវចេញពីរៀនមកអាហារតាមផ្លូវបាទមានមីឆាបាយឆាអីចឹងទៅខ្ញុំចូលទៅញ៉ាំហើយខ្ញុំមានអារម្មណ៍ថាបរិបទឬក៏បរិយាកាសជុំវិញញ៉ៃញ៉ៃមកព្រោះយើងតាមផ្លូវឡានម៉ូតូជិះឆ្វេងឆ្វាយហ្នឹងហើយឡើងឈឺឆហើយធ្វើឲ្យអារម្មណ៍យើងហ្នឹងហត់ហើយយើងមកចឹងទៀតហើយមួយទៀតហ្នឹងនៅពេលដែលយើងកន្លែងឃើញកន្លែងតុកសម្អាតគាត់តុកកន្លែងគាត់ធ្វើបើស្អាតយើងមិនថាទេហើយតែកន្លែងខ្លះគឺវាអត់ស្អាតហើយយើងមើលទៅមិនចឹងមិនបានខ្ញុំខំធ្វើការខ្លួនឯងហត់ចង់ងាប់ហត់ហើយមកយើងប្រើរបស់ចឹងយើងមកញ៉ាំកន្លែងចឹងខ្ញុំមិនមែនថាឲ្យយើងរុញខ្លួនឯងទៅកន្លែងស៊ីវិល័យញ៉ាំអាហារម្ដង20រៀលទេគាត់ថាគួរណាហៅកន្លែងល្អដើម្បីខ្លួនយើងហ្នឹងហើយអាហ្នឹងគ្រាន់តែខ្ញុំចង់លើកឧទាហរណ៍ head pause សាមញ្ញក្នុងសភៅគេអញ្ចឹងខ្ញុំក៏យកមកប្រើយ៉ាត្រូវវាអាចចឹងដែរបើហ្នឹងវាជាការជូនកាដូខ្លួនឯងដែរហ្នឹងហើយយើងត្រឡប់មកថតវេទិកាវិញអញ្ចឹងយើងដូចបងនិយាយអញ្ចឹងច្បាស់ជាមាន burn out មានអីអញ្ចឹងយើងហៅ head pause សាមញ្ញអញ្ចឹងខ្ញុំចង់ជួយជាផ្នែកមួយក្នុងសង្គមយើងដូចបងអញ្ចឹងវិស័យ tech វិស័យ technology បងអ្នកផលិតបងចែករំលែកចំណេះដឹងទៅកាន់អ្នកមើលអញ្ចឹងអ្នកមើលនឹងទទួលបានចំណេះដឹងថាអូវិស័យ technology ហ្នឹងដើរដល់ណាហើយបាទអូសង្គមជាតិយើងហ្នឹងដើរដល់ណាដូចថ្ងៃមុនខ្ញុំឃើញបងផលិតមេតិកាមួយដែលនិយាយតាក់ទងជាមួយនឹងឡានដែលជិះទៅសុកហ្នឹងហើយដល់បិណ្ឌភ្ជុំហ្នឹងហើយពេលខ្លះបងប្អូនយើងអត់ដឹងទេតែនៅពេលដែលបងផលិតអញ្ចឹងទៅគាត់ដឹងបាទអញ្ចឹងធ្វើឲ្យការចំណាយរបស់គាត់ដែលជិះឡានទៅសុកហ្នឹងវាកាត់បន្ថយកាត់បន្ថយអូខេនេះគ្រាន់តែខ្ញុំចង់ចូលរួមបន្តិចអូខេមានអីបន្ថែមទេអូខេអញ្ចឹងការចែកលេងជាមួយបងដូចរៀងយូរដែរអញ្ចឹងខ្ញុំចង់សង្ខេបឲ្យបងថាបងមានមតិយោបល់បែបណាជូនទៅដល់សម្រាប់អ្នកចង់ផលិតមេតិកាបាទថាអ្នកចង់ផលិតនិងអ្នកកំពុងតែចាប់ផ្ដើមថ្មីថ្មោងបាទអូខេឥឡូវដើម្បីឲ្យច្បាស់សុំ3ចំណុចដែលបងជូនទៅគាត់អូខេហ្នឹងហើយអាចថាជាចុងក្រោយឬក៏នេះដែរខ្ញុំជូនមតិយោបល់ខ្លះសម្រាប់បងប្អូនយើងដែលជា content creator ចាប់ផ្ដើមថ្មីឬក៏អ្នកអត់ទាន់ចាប់ផ្ដើមអាចថាចំណុចទី1ហ្នឹងអ្នកទាំងអស់គ្នាត្រូវរកខ្លួនឯងឲ្យឃើញសិនឬក៏ខ្លួនឯងហ្នឹងឆ្លាញ់អីសិនអានឹងជំហានដំបូងណានៅពេលដែលអ្នកទាំងអស់គ្នារកឃើញថាយើងចូលចិត្តអីឬក៏ឆ្លាញ់អីឬក៏មាន skill អីហើយចំណុចទី2អ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមអនុវត្តវាបានច្រើនព្រោះថាជំនាញមួយហ្នឹងយើងអាចនៅអង្គុយស្ងៀមវាទៅមុខបានទេអញ្ចឹងយើងវាទាមទារឲ្យការអនុវត្តហើយចំណុចទី3ហ្នឹងកុំគិតទៅថាកុំមានអារម្មណ៍ថាឃើញគេប្រើឧបករណ៍ថ្លៃរបស់ថ្លៃទៅអាចចាប់ផ្ដើមបានណាកុំឲ្យយើងវាមានអា perspective មួយហ្នឹងនៅក្នុងការគិតរបស់យើងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមដំបូងអ្នកនរគ្នាមានអីប្រើហ្នឹងសិនទៅមានរបស់អីប្រើហ្នឹងសិនធ្វើវាឲ្យចាញ់លទ្ធផលសិនចាំគិតបន្តទៀតកុំអត់ទាន់ចាប់ផ្ដើមថាតើខ្ញុំមានកាមេរ៉ា1000ទៅថតបានតើមានម៉ៃមួយ500ថតបានអត់ទេមានទូរស័ព្ទប្រើទូរស័ព្ទសិនមានរបស់អីទួចដែលអាចថតបានថតអានឹងសិនមកបើអត់មានទូរស័ព្ទថ្លៃថតរបស់ដែលយើងមានប្រើរាល់ថ្ងៃយើងចាប់ផ្ដើមអញ្ចឹងខ្ញុំគាត់ថាខ្ញុំចូលរួមខ្លីៗ3ចំណុចហ្នឹងហើយនឹងមួយទៀតអ្នកទាំងអស់គ្នាអាចជួបមនុស្សខាងក្រៅបានច្រើនដើម្បីយើងមានភាពក្លាហានហ្នឹងហើយអូខេមិនដូចប្រហែលវាចេះខ្ញុំគាត់ថាដាក់ពាក្យអញ្ចឹងក៏ C នឹងចាប់អារម្មណ៍ដែរ let a little bit do a little bit do a little bit and catching the goal អូខេ yes អាចតាមបង MC បានអត់ទេនេះគាត់ចូលបន្ថែមទីហ្នឹងហើយអូខេអញ្ចឹងសូមបិទបញ្ចប់កម្មវិធីតែគ្រាន់ថាអូខេអធិស្ឋានបងប្អូនទាំងអស់គ្នាសម្រាប់ការនិយាយទៅវាមានពាក្យពេចន៍ណាដែលលើសលួសហើយនិយាយទៅមុខទៅក្រោយទៅព្រោះដោយសារយើងនិយាយយើងជជែកគ្នាបែប original បាទឆៅអូខេអញ្ចឹងកម្មវិធីរបស់យើងមានតែប៉ុណ្នេះហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាក្នុងការផលិតមាតិកាទៅដោយរលូនហើយជួបពួកយើងនៅវីដេអូក្រោយបាទ
អរគុណ អរគុណច្រើនអរគុណច្រើន អរគុណ ហ្នឹងហើយ